នៅក្រោមដំណក់ទឹកភ្លៀងលាជាមួយសំឡេងកូររន្ទះដែលកំពុងតែធ្លាក់ចុកជាំនៅក្នុងភូមិតូចមួយនៅជិតជើងភ្នំដែលភាគច្រើនគឺជាផ្ទះប្រជាជនដែលពុំមានដីធ្លីក្នុងការសាងសង់លំនៅឋានផ្ទាល់ខ្លួនដូច្នេះហើយទើបពួកគាត់សម្រេចចិត្តកាប់គាស់ដីធ្លីនៅតាមជើងភ្នំដើម្បីធ្វើលំនៅឋានរៀងៗខ្លួនប៉ុន្តែដីនៅតាមតំបន់ភ្នំពុំមានជីវជាតិអ្វីក្នុងការដាំដុះដើម្បីប្រកបរបរចិញ្ចឹមជីវិតឲ្យបានធូរនោះឡើយដូចនេះហើយអ្នកភូមិមួយចំនួនមិនអាចព្រមនឹងការអត់ឃ្លានបានក៏នាំគ្នាធ្វើការចំណាកស្រុកដើម្បីទៅរកការងារធ្វើនៅក្នុងស្រុកផ្សេងហើយអ្នកខ្លះទៀតក៏ទៅធ្វើជាកម្មករនៅឯចំការផ្កាម្លិះរបស់លោកប្រាថ្នាដែលជាអ្នកមានស្ដុកស្ដំនៅក្នុងតំបន់នោះហើយបើយើងក្រឡេកមើលទៅក្នុងភូមិក្បែរជើងភ្នំឯនោះវិញក៏ឃើញថាមានក្មេងស្រីជំទង់ម្នាក់កំពុងតែកាប់គាស់ដីដែលពោរពេញទៅដោយថ្មព្រមទាំងមើលសភាពដីទៅគឺជាដីដែលគ្មានជីវជាតិអ្វីបន្តិចសោះតែនាងនៅតែព្យាយាមរៀបចំដីនោះនៅក្រោមកម្ដៅព្រះអាទិត្យបែកញើសសស្រាក់គ្មានត្អូញត្អែអីបន្តិចសោះមើលទៅនាងមានសាច់សខ្ចីបបោមាត់ពណ៌ផ្កាឈូកពណ៌ខូចទាំងសងសក់ខ្មៅរលោងវែងត្រឹមចង្កេះសម្រស់នាងដូចជាទេពអប្សរនៅលើដីប៉ុន្តែទាស់ត្រង់ថានាងមានសម្លៀកបំពាក់ដាច់រហែកនិងប៉ាស្ទ័រគ្រប់កន្លែងទៅហើយតែទឹកមុខនាងនៅតែញញឹមជាប់ជានិច្ចជាតាសំឡេងអ៊ំស្រីចំណាស់ម្នាក់កំពុងហៅនាងក្រមុំដែលកំពុងតែបំពេញការងារនៅខាងក្រោយផ្ទះរបស់គាត់ពិតណាស់នាងក្រមុំដែលមានសម្រស់ដូចជាទេពធីតានោះគឺមានឈ្មោះថាសុចិត្តាដែលជាកូនស្រីរបស់អ៊ំវតីដែលជាកម្មករបេះផ្កាម្លិះរបស់លោកប្រាថ្នាប៉ុន្តែថ្ងៃនេះអ៊ំវតីមិនអាចទៅបេះផ្កាម្លិះបានទេព្រោះថ្ងៃនេះអ៊ំវតីបានសុំការអនុញ្ញាតលោកប្រាថ្នាមួយថ្ងៃដើម្បីជូនឪពុកសុចិត្តាទៅមណ្ឌលសុខភាពដើម្បីមើលជំងឺព្រោះឪពុករបស់នាងគាត់មានវ័យជរាណាស់ទៅហើយតែដោយសារជីវភាពខ្វះខាតទើបធ្វើឲ្យលោកនិងអ៊ំវតីត្រូវបង្ខំចិត្តទៅធ្វើជាកម្មករបេះផ្កាម្លិះឲ្យលោកប្រាថ្នាហើយប្រាក់ដែលបានមកពីការធ្វើជាកម្មករនៅក្នុងចំការផ្កាពិតណាស់គឺតិចតួចមិនអាចសមល្មមសម្រាប់ដោះស្រាយជីវភាពរបស់ពួកគាត់បានទេហើយស្របពេលនេះឪពុករបស់នាងកំពុងតែធ្លាក់ខ្លួនឈឺបែបនេះទៀតទើបធ្វើឲ្យអ៊ំតីពិបាកចិត្តជាខ្លាំងហើយគាត់ក៏ហៅសុចិត្តាមកប្រាប់មុនពេលគាត់នាំឪពុកនាងចេញទៅមណ្ឌលសុខភាពដែលនៅឯទីរួមខេត្តនៅឆ្ងាយពីផ្ទះរបស់នាងណាស់ចិត្តាចាស់ម៉ែកូនកុំខំប្រឹងកាប់គាស់ដីនេះធ្វើអ្វីត្បិតអីកូនអើយទោះកូនប្រឹងកាប់យ៉ាងណាក៏កូនមិនអាចដាំដុះអ្វីនៅលើដីនេះបានដែរព្រោះដីនេះគឺជាដីដែលគ្មានជីវជាតិមិនអាចដាំដុះអ្វីកើតទេណាកូនសុចិត្តាតបចាស់ម៉ែមកពីកូនឃើញដីនេះនៅទំនេរផងទើបកូនចង់កាប់ដើម្បីយកដាំននងទ្របនឹងសណ្ដែកគួរខ្លះហ្នឹងណាម៉ែអ៊ំតីសម្លឹងមើលមុខកូនគាត់នឹកអាណិតកូនណាស់កូនគេវ័យប៉ុណ្ណេះគេបានទៅរៀនគេបានប្រើប្រាស់របស់របរល្អតែកូនគាត់វិញពិបាកតាំងតែពីតូចខំប្រឹងប្រែងជួយឪពុកម្ដាយចេះដើរកាន់កន្ត្រកតាមអ៊ំតីតាំងតែពីអាយុ5ទៅ6ឆ្នាំម្លេះហើយសុចិត្តានាងបានរៀនត្រឹមថ្នាក់ទី6ប៉ុណ្ណោះព្រោះកាលពីក្មេងនាងបានទៅរៀនតាមកូនអ្នកភូមិដែលជាកម្មករចំការផ្កាម្លិះលោកប្រាថ្នាតែគួរឲ្យស្ដាយដោយសារជីវភាពខ្វះខាតហើយសាលារៀននៅឆ្ងាយពីផ្ទះទៀតនោះទើបធ្វើឲ្យនាងត្រូវបង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី6ទាំងមិនអស់ចិត្តតែទោះជាយ៉ាងណាក៏សុចិត្តាជាក្មេងស្រីដែលឆ្លាតតាំងពីកំណើតទើបធ្វើឲ្យនាងចេះអាននិងសរសេរបានយ៉ាងស្ទាត់ជំនាញហើយបាននិយាយពីរឿងបូកដកលេខអីវិញគឺលេខ1តែម្ដងម៉ែអ៊ំតីភ្ញាក់ព្រឺតនឹងសំឡេងរបស់កូនរួចតបវិញថាម៉ែភ្ញាក់ព្រឺតកូននេះសុចិត្តាតបកូនខំហៅម៉ែឡើងយូរតែម៉ែមិនឮសោះតើម៉ែកំពុងគិតអ្វីមែនទេម៉ែតបវិញថាថ្ងៃនេះ
ម៉ែមិននៅផ្ទះទេត្រូវជូនពុកឯងទៅមណ្ឌលសុខភាពចឹងបើយប់នេះម៉ែមកមិនទាន់កូនឯងទៅដេកនៅផ្ទះអ៊ំសនជាមួយអានីកូនស្រីក៏ទៅព្រោះម៉ែបានប្រាប់គាត់រួចហើយណាកូនកូនកុំនៅផ្ទះម្នាក់ឯងព្រោះនៅទីនេះពេលយប់កូនឯងជាស្រីម៉ែមិនຕົកចិត្តទេសុជាតាតបម៉ែចុះម៉ែបានអ្នកណាជូនម៉ែនឹងពុកទៅមណ្ឌលសុខភាពទៅម៉ែតបគឺម៉ែទៅជាមួយនឹងអ៊ំម៉ៅដែលបើកឡានដឹកការម្លិះលោកប្រាថ្នានឹងណាកូនព្រោះចៃដន្យថ្ងៃនេះម៉ែឮថាអ៊ំម៉ៅគាត់ត្រូវដឹកផ្កាយកទៅខេត្តល្មមទៅម៉ែសុំគាត់ទៅជាមួយដើម្បីកុំឲ្យអស់ប្រាក់ធ្វើដំណើរនឹងណាកូនម៉ែនេះបាយនឹងម្ហូបថ្ងៃនេះកូនបានធ្វើប្រហុកខ្នប់កូនព្រៃអាំងជាមួយស្លឹករមៀតហើយកូនបានរៀបចំទឹកនិងបាយដាក់ក្នុងកន្ត្រកទុកឲ្យម៉ែរួចអស់ហើយម៉ែតបកូនឯងមិនទុកហូបខ្លួនឯងខ្លះទេឬកូនសុជាតាតបចាមិនអីទេម៉ែកូនបានរៀបចំរួចអស់ហើយកូនក៏នៅមានសល់ខ្លះល្មមអាចហូបបានហើយម៉ែមួយសន្ទុះស្រាប់តែឮសំឡេងឡានរបស់អ៊ំម៉ៅបើកមកដល់ល្មមពុកនិងម៉ែរបស់សុជាតាក៏ធ្វើដំណើរទៅតែម្ដងនិយាយពីផ្ទះលោកប្រាថ្នាឯនោះវិញលោកប្រាថ្នាគឺជាអ្នកជំនួញដែលប្រមូលទិញនិងនាំចេញការគ្រប់ប្រភេទទៅក្រៅប្រទេសជាពិសេសផ្កាម្លិះតែម្ដងដោយលោកមានភរិយាម្នាក់ឈ្មោះថាកល្យានអ្នកមីងកល្យានជានារីសុភាពរំទុំហើយសម្រស់វិញគឺមិនចាញ់ក្រមុំ18នោះទេគាត់គឺជានារីម្នាក់ដែលនិយាយមួយហើយទន់ភ្លន់និងយកចិត្តទុកដាក់ចំពោះកម្មករនៅក្នុងផ្ទះនិងនៅក្នុងចំការផ្កាម្លិះទាំងអស់គាត់មិនដែលបែងចែកវណ្ណៈអ្វីនោះទេដូចនេះទើបកម្មករទាំងអស់ស្រឡាញ់និងគោរពលោកស្រីកល្យានយ៉ាងខ្លាំងលោកប្រាថ្នានិងលោកស្រីកល្យានមានកូនប្រុសម្នាក់ដែលមានឈ្មោះថានិមិត្តហើយពេលនេះដែរនិមិត្តកំពុងតែបន្តការសិក្សានៅក្រៅប្រទេសឯណោះហើយរយៈពេល10ឆ្នាំហើយដែលនិមិត្តមិនដែលត្រឡប់មកមាតុភូមិវិញនោះទេព្រោះគេគិតថាត្រូវរៀនឲ្យចប់ដើម្បីត្រឡប់មកជួយការងារលោកប្រាថ្នានិងអ្នកស្រីកល្យានវិញក្នុងពេលឆាប់នេះឆ្នាំនេះនិមិត្តមានអាយុ28ឆ្នាំហើយថែមទាំងមានរូបសង្ហាសាច់ដុំធំធ្វើឲ្យនារីលងស្នេហ៍មិនតិចនោះទេតែគួរឲ្យស្ដាយដោយនិមិត្តមានម្ចាស់រួចទៅហើយគឺគេមានសង្សារសំណប់ចិត្តរួចហើយឈ្មោះថាលីនដាគឺជាស្រីម្នាក់ដែលមានរូបសម្រស់ស្អាតដូចជាទេពអប្សរមានបបោមាត់ស៊ីជម្ពូហើយចិញ្ចើមខ្វង់រង្វង់មុខដូចជាព្រះច័ន្ទពេញបរមីប៉ុន្តែទោះត្រង់ថានាងជានារីឆ្នះឆ្នើមហើយថែមទាំងមានចិត្តពិពលថែមទៀតផងនាងតែងតែធ្វើបាបអ្នកណាក៏ដោយឲ្យតែធ្វើឲ្យនាងមិនពេញចិត្តឬអ្នកណាឲ្យតែមានសម្រស់ស្រស់ស្អាតជាងនាងគឺនាងត្រូវតែបំផ្លាញនិងរកមធ្យោបាយកម្ចាត់គេចេញភ្លាមតែម្ដងហើយនៅសល់តែប៉ុន្មានខែទៀតតែប៉ុណ្ណោះដែលនិមិត្តនិងសំណប់ចិត្តរបស់គេត្រូវត្រឡប់មកស្រុកកំណើតវិញហើយអ្នកមីងកល្យានសប្បាយចិត្តណាស់នៅពេលដែលគាត់បានទទួលទូរស័ព្ទនិងដំណឹងពីកូនប្រុសបណ្ដូលចិត្តរបស់គាត់ថានឹងត្រឡប់មកស្រុកវិញនៅខែក្រោយនេះហើយដំណឹងនេះធ្វើឲ្យលោកប្រាថ្នានិងភរិយាសប្បាយចិត្តហើយថែមទាំងបានត្រៀមរៀបចំពិធីជប់លៀងដើម្បីទទួលកូនប្រុសបណ្ដូលចិត្តនិងសង្សារសំណប់ចិត្តរបស់គេទៀតផងថ្ងៃនេះអ្នកមីងកល្យានបានហៅកម្មករទាំងអស់ដើម្បីមកជួបជុំគ្នាហើយថែមទាំងបានប្រាប់ពីដំណឹងនៃការវិលត្រឡប់របស់និមិត្តឲ្យគ្រប់គ្នាបានដឹងថែមទៀតផងកម្មករទាំងអស់មានចិត្តរំភើបជាខ្លាំងនៅដំណឹងមួយនេះព្រោះសពថ្ងៃនេះលោកប្រាថ្នាគាត់រវល់ការងារពេកគ្មានពេលទៅត្រួតត្រាចំការផ្កាម្លិះបានគ្រប់ពេលនោះទេទើបធ្វើឲ្យចំការផ្កាម្លិះមានភាពរញ៉េរញ៉ៃជាពិសេសគឺពោពេញទៅដោយពាក្យចចាមអារាមដែលគេនិយាយថានៅក្នុងចំការផ្កានោះគឺមានខ្មោចលងយ៉ាងសាហាវនៅយប់ពេញបរមីទៀតផងរឿងនេះធ្វើឲ្យកម្មករទាំងអស់ខ្លាចរអានិងគ្មានអ្នកណាហ៊ានទៅបេះផ្កាម្លិះនៅដល់ពេលប្រលប់នោះទេគឺគេនៅបេះយ៉ាងយូរត្រឹមម៉ោង 4-5 ប៉ុណ្ណោះមូលហេតុទាំងនេះហើយដែលធ្វើឲ្យការប្រមូលផលផ្កានៅឆ្នាំនេះគឺមានការយឺតយ៉ាវជាខ្លាំង
រហូតទើបធ្វើឲ្យលោកប្រាថ្នាប្រកាសរើសយកកម្មករជាច្រើនអ្នកទៀតដើម្បីបង្កើននូវការបេះផ្កាម្លិះរបស់លោកឲ្យទាន់ពេលវេលា ដោយលោកបញ្ជាក់ថាបើកម្មករណាធ្វើការបន្ថែមម៉ោងទៀតនោះលោកនឹងគិតប្រាក់ឈ្នួលឲ្យក្នុងមួយម៉ោងដល់ទៅ100រៀលឯណោះដំណឹងនេះបានឮទៅដល់សុជាតាកូនអ៊ំវតីនិងតាសម្បូរហើយនាងក៏បានសុំឪពុកម្ដាយនាងធ្វើជាកម្មករបេះផ្កាម្លិះរបស់លោកប្រាថ្នានិងអ្នកស្រីកល្យាណដើម្បីជួយសម្រួលដល់ការលំបាករបស់ពុកម៉ែនាងម៉ែកូនឮថានៅចំការផ្កាម្លិះរបស់លោកអ៊ំប្រាថ្នាត្រូវការកម្មករធ្វើការមិនតែម៉ែកូនចង់សុំម៉ែពុកទៅធ្វើការដើម្បីជួយសម្រួលឲ្យពុកម៉ែបានសម្រាកខ្លះដោយជីវភាពខ្វះខាតពេកអ៊ំសម្បូរដែលជាឪពុករបស់សុជាតានិយាយថាបើកូនឯងចង់ទៅធ្វើក៏ធ្វើចោះប៉ុន្តែកូនមិនត្រូវនៅបេះដល់យប់ទេព្រោះថានៅទីនោះពុកឮថាមានខ្មោចលងសាហាវណាស់ចឹងហើយកូនមិនត្រូវនៅដល់យប់ទេណាកូនសុជាតាតបទៅឪពុកចាពុកកូនដឹងហើយកូននឹងមិននៅដល់យប់នោះទេហើយម្យ៉ាងទៀតកូនទៅជាមួយនឹងអានីកូនអ៊ំម៉ៅទេតាពុកតបណាស់ហើយកូនហើយមិនដឹងពេលណាទៅពុកបានជាហើយអាចទៅធ្វើការវិញបាននោះទេសុជាតាតបមិនអីទេពុកម៉ែនៅទីនេះមើលពុកចោះម៉ែមិនចាំបាច់ទៅធ្វើការនោះទេកូនទៅម្នាក់ឯងបានហើយព្រោះថាកូនរបស់ម៉ែគឺធ្វើការបានលឿនហើយថែមទាំងឆ្លាតទៀតផងម្ដាយរបស់សុជាតាសើចហើយក្រវីក្បាលតិចព្រោះហួសចិត្តនឹងកូនគាត់ខ្លាំងពេកព្រឹកឡើងមកដល់សុជាតានាងបានរៀបចំខ្លួនដើម្បីទៅចាប់ផ្ដើមធ្វើការថ្ងៃដំបូងរបស់នាងមិនយូរប៉ុន្មានឡានដឹកកម្មករដែលមកពីចំការផ្កាម្លិះក៏មកដល់សុជាតាលាពុកម៉ែរបស់នាងហើយចេញដំណើរទៅតែម្ដងពិតណាស់រៀងរាល់ព្រឹកឡានដឹកកម្មកររបស់លោកប្រាថ្នាមកទទួលកម្មករយកទៅចំការត្បិតអីផ្ទះរបស់កម្មករទាំងនោះគឺនៅឆ្ងាយពីចំការរបស់លោកប្រាថ្នាប្រហែលជា20ទៅ30គីឡូម៉ែត្រឯណោះមិនយូរប៉ុន្មានឡានក៏មកដល់ចំការតែម្ដងចំការផ្កាធំល្វឹងល្វើយមើលទៅឃើញតែផ្កាសក្បោះហើយថែមទាំងមានក្លិនក្រអូបធ្វើឲ្យសុជាតាឆ្លក់វង្វេងរហូតផ្លឹកស្មារតីអាតាសំឡេងអានីកូនរបស់អ៊ំសនហៅនាងដោយសារតែនាងរវល់ផ្លឹកស្មារតីពេកអាតានេះឯងរវល់តែគិតអីហ្នឹងឯងមិនចុះពីឡានមកទេឬគ្នាចុះទៅហើយតាហើយចុះអានីឯងមិនហូបបាយពេលព្រឹកសិនទេមែនទេអានីតបខ្ញុំហូបតើព្រោះព្រឹកមិញនេះខ្ញុំមិនទាន់បានហូបបាយផងឡានបានមកដល់បាត់ទៅហើយនេះកុំតែម៉ែហៅឲ្យក្រោកកុំអីមិនដឹងជាដេកដល់ម៉ោងប៉ុន្មានទេយ៉ាប់ណាស់ខ្ញុំនេះហើយរួចចុះឯងមិនហូបទេឬជាតាសុជាតាតបអត់ទេព្រោះព្រឹកមិញនេះខ្ញុំភ្ញាក់តាំងតែពីម៉ោង4ហើយដាំបាយនឹងធ្វើម្ហូបទុកឲ្យពុកម៉ែខ្ញុំរួចហើយខ្ញុំបានរៀបចំបាយម្ហូបយកមកធ្វើការហើយនៅសល់ខ្លះទៀតខ្ញុំបានហូបរួចហើយអានេះឯងហូបចោះតែប្រញាប់បន្តិចណាព្រោះចិត្តដល់ម៉ោងធ្វើការហើយខ្ញុំដឹងហើយសុជាតានិងអានីក៏ដើរសម្ដៅទៅម្លប់ដើមឈើធំមួយនៅក្បែរចំការមានទឹកស្ទឹងនៅជិតនោះទៀតផងទឹកស្ទឹងនេះហើយដែលជាប្រភពទឹកយ៉ាងសំខាន់ដែលលោកប្រាថ្នាត្រូវការដើម្បីស្រោចស្រពការម្លិះរបស់លោកនៅតាមមាត់ស្ទឹងពោពេញទៅដោយដើមឈើធំនិងព្រៃឫស្សីដែលមើលទៅពិតជាគួរឲ្យខ្លាចតែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺនៅទីនេះសុជាតាក្រឡេកឃើញថាបែរជាមានភ្នោរចំណាស់មួយដែលមើលតាមសភាពប្រហែលជាមានអាយុកាល10ទៅ11ឆ្នាំមកហើយម្យ៉ាងទៀតនៅមុខភ្នោរមួយនោះមានឈ្មោះថានិមលថែមទាំងមានឆ្លាក់រូបកាម៉ាលីអមជាមួយឈ្មោះនេះថែមទៀតផងសុជាតានិងអានីនាំគ្នាបើកភ្នែកធំសម្លឹងមើលមុខគ្នាដោយក្តីព្រួយបារម្ភនិងភ័យខ្លាចប៉ុន្តែសុជាតាជាមនុស្សចង់ចេះចង់ដឹងផងនោះទើបធ្វើឲ្យនាងគិតហើយថែមទាំងបន្លឺសំឡេងនិមលតើនេះជាឈ្មោះរបស់អ្នកណាហើយតើគេស្លាប់ដោយសារអ្វីហេតុអ្វីទើបមានអ្នកមកបោះសម្អាតនៅទីនេះសោះតើគេ
ត្រូវជាអ្វីជាមួយលោកអ៊ំប្រាថ្នាសំណួររាប់រយសំណួរនៅក្នុងខួរក្បាលរបស់នាងក្រមុំតែក៏ត្រូវរលាយទៅវិញព្រោះសំឡេងរបស់លោកអ៊ំម៉ៅដែលជាអ្នកបើកឡានដឹកផ្ការបស់លោកប្រាថ្នាសួរថាក្មេងៗហេតុអ្វីបានជាមកដល់កន្លែងនេះដឹងទេថាកន្លែងនេះគ្មានអ្នកណាហ៊ានមកទេព្រោះថាទីនេះគឺជាកន្លែងហាមឃាត់របស់លោកប្រាថ្នានិងលោកស្រីកល្យាណនេះពួកឯងទៅតែមកធ្វើការថ្ងៃដំបូងមែនទេបានជាមិនដឹងពីរឿងនេះចាលោកអ៊ំនាងទាំងពីរឆ្លើយព្រមគ្នាទាំងញ័រមាត់ព្រោះផិតភ័យហើយគិតថាតែប៉ុណ្ណេះលោកប្រាថ្នាច្បាស់ជាបណ្ដេញពួកនាងចេញជាមិនខានអានេះទាញដៃសុជាតាហើយបន្លឺសំឡេងតិចចប់ហើយអាតាយើងតែប៉ុណ្នេះលែងបានធ្វើការនៅទីនេះហើយមើលទៅតើយើងបានលុយមកពីណាឲ្យពុកម៉ែរបស់យើងទៅសុជាតាតបឲ្យក្មួយសុំទោសលោកពូផងព្រោះក្មួយមិនដឹងថានៅទីនេះគឺជាកន្លែងដែលគេហាមឃាត់នោះទេដោយឃើញនៅទីនេះមានម្លប់ឈើធំថែមទាំងមានទឹកស្ទឹងទៀតទើបពួកក្មួយដើរមកដល់ទីនេះដោយគ្មានចេតនានោះទេអ៊ំម៉ៅមិននិយាយអ្វីទេបានត្រឹមញញឹមហើយងក់ក្បាលតិចជាសញ្ញាបញ្ជាក់ថាឲ្យនាងក្រមុំទាំងពីរប្រញាប់ចាកចេញពីកន្លែងនេះទៅដើម្បីកុំឲ្យមានអ្នកណាមកឃើញថានាងបានចូលមកដល់កន្លែងនេះអ្នកទាំងពីរបានលាលោកអ៊ំហើយដោយមិនអស់ចិត្តសុជាតាក៏លួចចោលភ្នែកសម្លឹងមើលទៅភ្នោរនោះម្ដងទៀតហើយនាងនៅនឹកឆ្ងល់មិនអស់ចិត្តថាតើនេះជាភ្នោររបស់អ្នកណាថ្ងៃនេះដោយឃើញមេឃស្រឡះល្អអ្នកស្រីកល្យាណបានសុំលោកប្រាថ្នាមកមើលចំការផ្ការបស់លោកព្រោះតែអ្នកស្រីកល្យាណមិនបានមកចំការរបស់លោក11ឆ្នាំហើយតាំងពីនិមលបានស្លាប់មកម្លេះពិតណាស់អ្នកស្រីកល្យាណនិងលោកប្រាថ្នាមានកូនស្រីម្នាក់ទៀតឈ្មោះថានិមលដែលត្រូវជាប្អូនស្រីភ្លោះជាមួយនឹងនិមិត្តប៉ុន្តែនិមលបានស្លាប់នៅក្នុងវ័យ17ឆ្នាំដោយគ្រប់គ្នាគិតថានាងបានចងកសម្លាប់ខ្លួននៅក្នុងចំការផ្កាម្លិះក្រោមដើមឈើដែលសុជាតានិងអានីទៅដល់កាលពីព្រឹកមិញនេះឯងប៉ុន្តែយ៉ាងណាការស្លាប់របស់និមលធ្វើឲ្យនិមិត្តលោកប្រាថ្នានិងអ្នកស្រីកល្យាណទទួលយកមិនបាននោះទេហើយអ្នកទាំង3បានតាមរកមូលហេតុពិតប្រាកដនៃការស្លាប់របស់នាងប៉ុន្តែគ្មានបានប្រយោជន៍អ្វីឡើយព្រោះនិមលបានស្លាប់រយៈពេល11ឆ្នាំហើយស្លាប់យ៉ាងអាថ៌កំបាំងដោយពិបាកទទួលយករឿងនេះពេកទើបធ្វើឲ្យលោកប្រាថ្នាសម្រេចចិត្តបញ្ជូននិមិត្តទៅរៀនបន្តដើម្បីជួបរឿងថ្មីបទពិសោធន៍ថ្មីនិងកាត់បន្ថយការឈឺចាប់នៅក្នុងអតីតកាលដែលគេជួបប្រទះចំណែកអ្នកស្រីកល្យាណត្រូវនៅតែផ្ទះមួយកន្លែងប៉ុណ្ណោះព្រោះបើគាត់ចេញទៅកន្លែងផ្សេងពិសេសក្នុងចំការគឺគាត់តែងតែត្រហូរយំរហូតដល់សន្លប់ក៏មានជាច្រើនលើកច្រើនសារទើបធ្វើឲ្យលោកប្រាថ្នាមិនអនុញ្ញាតឲ្យអ្នកស្រីកល្យាណទៅចំការផ្កាម្លិះជាដាច់ខាតហើយគ្មានអ្នកណាម្នាក់ហ៊ានល្មើសនឹងប័ណ្ណបញ្ជានេះឡើយ11ឆ្នាំនេះមិនមានអ្នកណាបានទៅដល់ភ្នោររបស់និមលឡើយព្រោះគ្រប់គ្នាខ្លាចរអានិងជឿថានៅទីនោះមានប្រលឹងខ្មោចរបស់និមលនៅចាំលងបន្លាចព្រោះនៅថ្ងៃដែលនាងស្លាប់គឺថ្ងៃដែលជាខួបកំណើតរបស់នាងនៅលើដីក្រាលពាសពេញទៅដោយផ្កាម្លិះយ៉ាងសក្បុសហើយនៅក្នុងដៃរបស់នាងក្តាប់យ៉ាងជាប់នៅរបស់ម្យ៉ាងដែលគេគាត់សម្គាល់ឃើញថាវាជាខ្សែកបន្តោងរូបសត្វអណ្ដើកដែលជាកាដូខួបកំណើតដែលអ្នកស្រីកល្យាណនិងលោកប្រាថ្នាបានឲ្យនាងនិងនិមិត្តម្នាក់មួយខ្សែដូចគ្នាបេះបាត់ត្បិតអីនាងនិងនិមិត្តជាកូនភ្លោះអញ្ចឹងហើយទើបតម្រូវឲ្យមានម្នាក់មួយខ្សែដូចគ្នាគេទាំងពីរសប្បាយចិត្តណាស់តែគួរឲ្យស្ដាយនៅយប់ខួបកំណើតនោះហើយជាយប់ពេញបរមីហើយក៏ជាយប់ចុងក្រោយដែលគ្រួសារលោកប្រាថ្នាបានឃើញស្នាមញញឹមរបស់កូនស្រីពៅជាលើកចុងក្រោយដែរក្រោយពីការស្លាប់របស់និមលធ្វើឲ្យកម្មករទាំងអស់ខ្លាចញញើតគ្រប់គ្នាព្រោះគេឮពាក្យចចាមអារាមតគ្នាថានៅយប់ពេញបរមីម្ដងគេតែងតែឮសំឡេងរបស់នាងត្រហោយំនៅក្នុងចំការជានិច្ចឯអ្នកខ្លះនិយាយថា
តែងតែឃើញស្រមោលអ្វីម្យ៉ាងចម្លែកនៅក្នុងចំការហើយខ្លះទៀតនិយាយថាឃើញមានភ្លើងធំហោះចេញហោះចូលទៅក្នុងចំការនៅម្ដុំកន្លែងដែលគេរកឃើញសពរបស់និមលចងកស្លាប់នោះឯងរឿងនេះបានធ្វើឲ្យកម្មករទាំងអស់ត្រូវធ្វើការប្រមូលផលផ្កាម្លិះត្រឹមពេលរសៀលឬយ៉ាងយូរដល់ម៉ោង5ល្ងាចប៉ុណ្ណោះចំណែកលោកប្រាថ្នាបានប្រាប់កម្មករទាំងអស់មិនឲ្យអ្នកណាម្នាក់និយាយរឿងនេះឡើយពោលគឺលោកមិនចង់ឲ្យភរិយារបស់លោកព្រួយចិត្តនិងបង្អើលទៅដល់កម្មករផ្សេងទៀតដែលនាំឲ្យចំការរបស់លោកមានបញ្ហាក្នុងការប្រមូលផលផ្កានាំចេញទើបចាប់ពីថ្ងៃនោះមកលោកបានលាក់ទុករឿងនេះជាការសម្ងាត់និងហាម5កម្មករទាំងអស់មិនឲ្យនិយាយអ្វីផ្ដេសផ្ដាសចេញទៅក្រៅឡើយដូចនេះហើយទើបធ្វើឲ្យអ្នកជំនួញផ្សេងទៀតដែលតាក់ទងរកស៊ីជាមួយលោកគ្មានអ្នកណាដឹងថាលោកមានកូនស្រីម្នាក់ទៀតឡើយគឺដឹងត្រឹមថាលោកប្រាថ្នានិងអ្នកស្រីកល្យានមានកូនប្រុសតែម្នាក់គឺនិមិត្តនេះឯងព្រឹកនេះអាកាសធាតុល្អខ្យល់បរិសុទ្ធលោកប្រាថ្នាបាននាំប្រពន្ធសម្លាញ់របស់លោកគឺលោកស្រីកល្យានទៅចំការផ្កាម្លិះព្រោះនេះគឺជាការស្នើសុំរបស់គាត់ព្រឹកនេះកម្មករទាំងអស់នាំគ្នាប្រមូលផលផ្កាម្លិះយ៉ាងយកចិត្តទុកដាក់ក្នុងនោះមានទាំងអានីនិងសុជាតិតាផងដែរពួកគេស្រែកច្រៀងបណ្ដាហូរបណ្ដាហើយជាពិសេសកម្មករកំឡោះនាំគ្នាចំអន់គ្នាលេងជាមួយនឹងកម្មករក្រមុំមើលទៅយ៉ាងកងរំពងពេញចំការតែម្ដងអ៊ំចំណាស់នាំគ្នានិយាយពីនេះពីនោះយ៉ាងហូរហែឥតឈប់ឡើយខ្យល់ធ្លាក់មករំភើយក្រអូបក្លិនផ្កាម្លិះយ៉ាងឈ្ងុយហើយមានសត្វមេអំបៅហើរលាយឡំជាមួយនឹងសត្វឃ្មុំមើលទៅគួរជាទីចាប់អារម្មណ៍ហើយប្លែកភ្នែកសម្រាប់អ្នកស្រីកល្យានព្រោះគាត់ខានបានឃើញទស្សនវិជ្ជាបែបនេះជាយូរមកហើយទឹកមុខរបស់គាត់ពោពេញទៅដោយស្នាមញញឹមនិងក្តីសង្ឃឹមសារជាថ្មីលោកប្រាថ្នាសប្បាយចិត្តណាស់ព្រោះលោកមិនធ្លាប់ឃើញស្នាមញញឹមប្រពន្ធរបស់លោកជាយូរមកហើយកម្មករកំឡោះរវល់តែចំអន់គ្នាលេងជាមួយកម្មករក្រមុំក្នុងចំការក៏ទៅបេះផ្កាម្លិះភ្លេចមើលសម្បុកឃ្មុំដែលនៅជាប់ដើមផ្កាក៏ត្រូវឃ្មុំតិចរត់បែកហ្វូងពេញចំការអ្នកខ្លះហើមមុខអ្នកខ្លះហើមមាត់ហើមភ្នែកហើយអានីក៏ត្រូវឃ្មុំតិច2-3មេហើមភ្នែកនឹងគេដែរសុជាតិតាគ្រាន់តែឃើញមុខអានីភ្លាមនាងសើចមួយទំហឹងតែម្ដងហើយសំឡេងសើចរបស់នាងធ្វើឲ្យលឺដល់អ្នកស្រីកល្យានព្រមទាំងលោកប្រាថ្នាហើយកម្មករទាំងអស់ទាំងអ៊ំប្រុសចំណាស់អ្នកមីងលោកពូជាច្រើនរួមទាំងកម្មករកំឡោះនាំគ្នាងាកទៅរកម្ចាស់សំឡេងនេះហើយផ្លឹកបើកភ្នែកធំសម្លឹងមុខនាងព្រោះគ្រប់គ្នាមិនដែលដឹងទេថាសុជាតិតាគឺជាមនុស្សស្រីត្បិតអីនាងស្លៀកសម្លៀកបំពាក់ធំហើយចាស់មើលទៅមិនសមជានារីក្រមុំទាល់តែសោះហើយសុជាតិតាមិនដែលឲ្យអ្នកណាម្នាក់នៅក្នុងចំការក្រៅពីអានីបានឃើញមុខរបស់នាងឡើយសំឡេងសើចបានស្ងាត់បាត់សូន្យជំនួសមកវិញដោយសំឡេងលោកប្រាថ្នានិយាយកាត់មកថាថ្ងៃនេះខ្ញុំមានដំណឹងល្អចង់ប្រាប់ទៅអ្នកទាំងអស់គ្នាថានៅថ្ងៃសៅរ៍នេះចំការរបស់យើងនឹងអនុញ្ញាតឲ្យកម្មករទាំងអស់ឈប់សម្រាកចំនួន1ថ្ងៃដើម្បីចូលរួមកម្មវិធីជប់លៀងនិងទទួលនិមិត្តត្រឡប់មកមាតុភូមិរបស់យើងវិញហើយខ្ញុំនឹងផ្ដល់ប្រាក់ឲ្យកម្មករទាំងអស់ក្នុងម្នាក់ទទួលបាន50កាក់ដើម្បីឲ្យទិញសម្លៀកបំពាក់ថ្មីចូលរួមក្នុងកម្មវិធីនេះកម្មករទាំងអស់នាំគ្នាហូរត្រហឹងអើងកងប៉ុន្តែសំឡេងនេះបានស្ងាត់ទៅវិញម្ដងទៀតព្រោះលោកប្រាថ្នាបញ្ជាក់ថានៅសល់2ថ្ងៃទៀតប៉ុណ្ណោះប៉ុន្តែការប្រមូលផលរបស់ចំការយើងនៅច្រើននៅឡើយដូចនេះខ្ញុំតម្រូវឲ្យអ្នកទាំងអស់គ្នាត្រូវបេះផ្កាម្លិះរហូតដល់យប់ហើយបានអ្នកណាដែលបានបេះច្រើនជាងគេនៅយប់នេះលោកនឹងឧបត្ថម្ភប្រាក់រហូតដល់ទៅ500រៀលឯណោះគ្រប់គ្នាចង់បានលុយណាស់ប៉ុន្តែគ្រាន់តែឮថាត្រូវបេះផ្កាម្លិះដល់យប់គ្មានអ្នកណាម្នាក់ហ៊ានឆ្លើយតបនិងធានាអះអាងឡើយ
ព្រោះថាយប់នេះជាយប់ព្រះច័ន្ទពេញបរមីទៀតនោះគ្រប់គ្នាខ្លាចរអានឹងពាក្យចចាមអារាមដែលធ្លាប់មានកន្លងមកពេលនោះស្រាប់តែមានសំឡេងមួយឆ្លើយតបនឹងលោកប្រាថ្នាភ្លាមថាខ្ញុំនឹងនៅបេះផ្កាម្លិះដល់យប់នៅថ្ងៃនេះគ្រប់គ្នាងាកមកមើលម្ចាស់សំឡេងហើយពិតណាស់ម្ចាស់សំឡេងម្នាក់នោះគឺជាសុជាតាចំណែកអានីនាងចេះតែទាញអាវរបស់សុជាតាដើម្បីដាស់តឿនព្រោះថាអានីក៏ធ្លាប់បានឮពាក្យចចាមអារាមទាំងនេះដែរប៉ុន្តែគ្មានអ្វីអាចមកខាត់សុជាតានាងក្រមុំតូចម្នាក់នេះបានឡើយលោកប្រាថ្នាញញឹមហើយសួរទៅនាងម្ដងទៀតតើក្មួយពិតជាព្រមនៅបេះផ្កាម្លិះនៅថ្ងៃនេះរហូតដល់យប់មែនឬសុជាតាតបចាស់លោកអ៊ំក្មួយនឹងនៅបេះផ្កាម្លិះរហូតដល់យប់តែម្ដងនៅថ្ងៃនេះក្មួយនឹងបែកឲ្យអស់ពីចំការតែម្ដងលោកប្រាថ្នាសើចលឺហើយបន្តថាអ៊ំពេញចិត្តនៅសេចក្តីក្លាហាននេះណាស់តើមានអ្នកណាខ្លះនៅថ្ងៃនេះនឹងនៅធ្វើការជាមួយនាងតូចម្នាក់នេះទៅយើងមិនអាចទុកឲ្យនាងធ្វើការតែម្នាក់ឯងបានទេហើយអ្នកទាំងអស់គ្នាទៅខ្លាចស្អីបើសូម្បីនាងតូចម្នាក់នេះមិនខ្លាចផងហើយអ្នកដែលខ្លាចខ្មោចនោះតើមានធ្លាប់ជួបហើយឬនៅឥឡូវខ្ញុំបដូរចិត្តវិញហើយបើអ្នកណានៅបេះផ្កាក្នុងយប់នេះខ្ញុំនឹងឲ្យប្រាក់ចំនួន500រៀលក្នុងម្នាក់តែម្ដងហើយអ្នកបេះបានច្រើនជាងគេនោះខ្ញុំនឹងឲ្យប្រាក់1000រៀលក្នុងម្នាក់អានេះដែលជាមិត្តសម្លាញ់នឹងសុជាតានិយាយថាខ្ញុំនៅរួចខ្សឹបប្រាប់សុជាតាថាខ្ញុំនៅព្រោះមិនចង់ទុកឯងចោលហើយម្យ៉ាងវិញទៀតលុយក៏ច្រើនដែរបើបាន500រៀលយកឲ្យពុកម៉ែយើងគាត់រួចចំណាយរយៈពេល2ខែឯណោះនិយាយបណ្ដាញាក់ចិញ្ចើមបណ្ដាធ្វើឲ្យសុជាតាហួសចិត្តលួចសើចតិចហើយនិយាយខ្សឹបថាដឹងហើយថាមិនចង់ចោលមិត្តមិនមែនព្រោះឃើញលុយច្រើនអ្នកទាំងពីរសើចដាក់គ្នារីឯកម្មករផ្សេងទៀតក៏ស្ម័គ្រចិត្តនៅបេះផ្កាម្លិះជាច្រើនអ្នកផងដែរលោកប្រាថ្នាបន្តថាអញ្ចឹងយប់នេះអ្នកទាំងអស់គ្នាបន្ទាប់ពីបេះផ្ការួចនាំគ្នាមកសម្រាកនៅរោងដាក់ផ្កានេះចោះចំណែកបាយទឹកវិញចាំខ្ញុំឲ្យគេរៀបចំឲ្យមិនអីទេបន្ទាប់ពីពិសាអាហារពេលល្ងាចរួចគ្រប់គ្នានាំគ្នាអង្គុយសម្រាកនិងអ្នកខ្លះទៀតនាំគ្នានិយាយពិភាក្សាពីពិធីជប់លៀងនោះហើយអ្នកខ្លះទៀតនិយាយថាមិនដឹងថានៅថ្ងៃនោះមានម្ហូបឆ្ងាញ់យ៉ាងណាទេណោះពិសិដ្ឋកូនរបស់មីងពៅនិងពូណននិយាយឡើងថាកុំតន់គិតដល់រឿងស៊ីអីអាចារ្យឯងគិតយ៉ាងណាឲ្យតែរួចយប់នេះសិនទៅវើយព្រោះយប់នេះបើដូចជាពាក្យចចាមអារាមមែនឯងដឹងតែអាចដាក់ខោប្រកាច់មិនបានទៅស៊ីរបស់ឆ្ងាញ់នៅថ្ងៃសៅរ៍នេះទេគ្រប់គ្នាសើចឡើងហើយមីងពៅម៉ែពិសិដ្ឋនិយាយកាត់ថាចាំតែខ្លាចតាម៉ែមានរបស់ពិសេសនេះណែគឺយ័ន្តដេញខ្មោចម៉ែទិញពីផ្សារមកអស់10កាក់ឯណោះពូឈឿននៅចិត្តនោះតបកុំឲ្យតែដល់ពេលមែនតែនរត់ជន់គេជន់ឯងរបូតសរងទៅបានហើយលើកមុនគ្រាន់តែឆ្កែលូសោះមិនទាន់ឃើញខ្មោចផងវារត់របូតសរងហើយជន់អាចឆ្កែស្អុយពេញនឹងចុះទម្រាំនឹងជួបមែនខ្ញុំគិតថាណាហើយមិនចង់និយាយទេខ្ញុំសំឡេងសើចកងរំពងមិនយូរប៉ុន្មានព្រះអាទិត្យបានរលត់ចោលពន្លឺផែនដីបាត់ឆឹងហើយជំនួសមកវិញនៅព្រះច័ន្ទពេញបរមីដែលពន្លឺរបស់ព្រះច័ន្ទធ្វើឲ្យយើងមើលឃើញនៅកាមលិះយ៉ាងសក្បោះតែម្ដងយប់នេះហាក់ត្រជាក់ខុសសពមួយដងដែលធ្វើឲ្យកម្មករទាំងអស់និយាយថាយីយប់នេះត្រជាក់ម្លេះបើត្រជាក់យ៉ាងនេះមើលទៅខ្ញុំបេះត្រឹមពាក់កណ្ដាលយប់ខ្ញុំទៅដេកហើយព្រោះត្រជាក់ឡើងព្រឺសម្បុរទៅហើយអ៊ំផ្សេងទៀតក៏នៅបេះបណ្ដានិយាយគ្នាបណ្ដាពីនេះពីនោះយ៉ាងហូរហែយូរទៅស្ងាត់សំឡេងម្ដងបន្តិចរហូតនៅសល់តែអ៊ំចាស់2-3នាក់ពិសិដ្ឋច័ន្ទអានីនិងសុជាតាតែប៉ុណ្ណោះ
ដែលនៅតែបន្តបេះផ្កាម្លិះតាមធម្មតាស្មើនេះម៉ោង 7:12 ទៅហើយគ្រប់គ្នាងងុយយល់យកបើកភ្នែកពុំចង់រួចហើយគ្រប់គ្នាក៏បបួលគ្នាមកសម្រាកនៅរោងដាក់ផ្កាវិញប៉ុន្តែអានីនិងសុជាតិតានៅបេះបន្តទៀតដើម្បីបានប្រាក់រង្វាន់ 1000 រៀលនោះក៏បានសុំអ៊ំទាំងនោះនៅបេះបន្តរួចនិយាយថាលោកអ៊ំអញ្ជើញទៅសម្រាកមុនចុះខ្ញុំមិនទាន់ទៅទេព្រោះចង់នៅបេះបន្តិចទៀតណាមួយអាកាសធាតុកំពុងតែត្រជាក់ស្រួលអ៊ំទាំងនោះនិយាយថាបើក្មួយនៅបេះកុំទៅបេះឆ្ងាយពេកដឹងទេក្មួយចាស់លោកអ៊ំអានីនិងសុជាតិតាឆ្លើយព្រមគ្នារួចអ៊ំក៏ដើរសម្ដៅទៅរោងដាក់ផ្កាដែលនៅមិនឆ្ងាយពីទីនោះប៉ុន្មានឡើយដើម្បីសម្រាកចំណែកអានីនិងសុជាតិតាក៏នាំគ្នាទៅបេះផ្កាបន្តទៀតយូរម្ដងសុជាតិតាឮមាត់អានីនិយាយថាអាតាយើងគួរតែទៅសម្រាកដែរទៅអីព្រោះយប់ហើយណាមួយនៅតែយើងពីរនាក់ប៉ុណ្ណោះឯងមិនខ្លាចទេឬសុជាតិតាតបបើយើងបេះមិនអស់ទេដល់ព្រឹកវាចាយអស់ហើយពិតជាគួរឲ្យស្ដាយណាស់អានីតបតែគ្នាឃ្លានណាស់សុជាតិតាក៏លូកដៃចូលក្នុងហោប៉ៅរបស់នាងរួចយកនំមួយដែលគេចែកឲ្យកម្មករកាលពីល្ងាចហុចឲ្យអានីសប្បាយចិត្តណាស់តែនាងក៏សួរទៅសុជាតិតានំនេះកាលពីល្ងាចឯងមិនបានហូបវាទេឬអាតាសុជាតិតាសើចហើយនិយាយថាខ្ញុំហូបរួចហើយតែមុនពេលចេញមកពិសិដ្ឋបានឲ្យនំនេះមកខ្ញុំទេតាខ្ញុំមិនឃ្លានទៅទុកឲ្យឯងហូបតែម្ដងទៅអានីតបថាតែនំនេះគេឲ្យឯងតែអញ្ចឹងគ្នាមិនហ៊ានហូបទេព្រោះខ្លាចត្រូវស្នេហ៍របស់ពិសិដ្ឋនឹងណានិយាយបណ្ដាសើចបណ្ដាសុជាតិតាតបថាស្នេហ៍ស្នូកអីបងពិសិដ្ឋគាត់ស្រឡាញ់ពួកយើងដូចជាប្អូនទេកុំគិតច្រើនពេកឆាប់ហូបទៅតិចយកវិញឥឡូវនឹងឯងអាតាឯងញ៉ាំមួយដុំដែរទៅសុជាតិតាញញឹមរួចនិយាយបានហើយញ៉ាំទៅគ្នាមិនឃ្លានទេណាមួយខ្ញុំខ្លាចធាត់មិនដូចអ្នកខ្លះទេមានមៀតដូចជាខ្លាឃ្មុំហើយពួកគេសើចព្រមគ្នាបែបបណ្ដានិយាយបណ្ដាបានមួយសន្ទុះស្ងាត់មាត់អានីឈឹងសុជាតិតាក៏ស្រែកហៅអានីតែមានឯណាអានីដេកលក់នៅចិត្តគំនរផ្កាដែលគេបេះហើយនោះយ៉ាងស្កប់ស្កល់សុជាតិតាហួសចិត្តក៏និយាយតិចពិតជាកំចិលមែនខ្លាឃ្មុំមួយនេះដោយឃើញអានីដេកលក់ស្រួលពេកនិងអស់កម្លាំងពីថ្ងៃណាមួយត្រូវឃ្មុំតិចឡើងហើរមុខទៀតនោះសុជាតិតាមិនបានដាស់អានីទេហើយក៏ដើរទៅបេះផ្កានៅចិត្តនោះបន្តទៀតនៅសុកស្រាប់តែមានខ្យល់បក់មកអមជាមួយសំឡេងឆ្កែលូដែលធ្វើឲ្យសុជាតិតាមានអារម្មណ៍ថាដូចជាព្រឺសម្បុរដែលតែនាងនៅតាំងចិត្តមាំហើយនិយាយប្រាប់ខ្លួនឯងថាគ្មានស្អីទេមនុស្សនៅមួយកកករំពេចនោះស្រាប់តែនាងឮសូរសំឡេងសម្រាប់ជើងដើរមកក្បែរនាងសុជាតិតាភ័យណាស់ក៏ងាកក្រោយមួយទំហឹងហើយក៏ទៅប្រទះភ្នែកនឹងនាងក្រមុំម្នាក់ដែលដើរបេះផ្កាម្លិះដូចជានាងដែរតែតោះត្រង់ថាហេតុអ្វីការស្លៀកពាក់របស់នាងមិនដូចជាខ្លួននាងអានីនិងកម្មករក្រមុំផ្សេងទៀតអញ្ចឹងនាងស្លៀកសំពត់ពណ៌ស្វាយដែលមានរំលេចជាមួយផ្កាម្លិះមួយទៅនឹងសំពត់នោះអាវរបស់នាងគ្របដោយក្រណាត់ស្បែកស្ដើងហើយអាចឲ្យយើងមើលទៅឃើញច្បាស់នៅសាច់សខ្ចីដែលបង្ហាញចេញមកនាងមានសក់វែងពណ៌ខ្មៅម្រាមដៃដូចទេពធីតាមុខរលោងចិញ្ចាំក្រាស់បបោមាត់ដ៏តូចរបស់នាងស្រស់ស្អាតខ្លាំងណាស់នាងគឺជាស្រីស្អាតដែលសុជាតិតាពុំធ្លាប់បានឃើញពីមុនហើយអ្វីដែលគួរឲ្យគាត់សម្គាល់នោះគឺនាងមានពាក់ខ្សែកមានរូបសត្វអណ្ដើកទៀតផងប៉ុន្តែទឹកមុខរបស់នាងស្រពាប់ស្រពោនដែលធ្វើឲ្យសុជាតិតាឆ្ងល់ណាស់ថាតើហេតុអ្វីតើបនាងមិនសប្បាយចិត្តតើមានរឿងអ្វីមែនទេភ្លេចអស់ការភ័យខ្លាចសុជាតិតាក៏សួរទៅនាងថាបងស្រីតើបងស្រីមានរឿងអ្វីមែនទេសំឡេងនេះបានបង្អាក់ដល់ចលនារបស់នាងក្រមុំដែលមានទឹកមុខស្រពោនរូបនោះហើយនាងក៏ងាកមកមើលមុខសុជាតិតារួចហាក់ដូចជាសប្បាយចិត្តហើយថែមទាំងមានទឹកមុខងឿងឆ្ងល់ហើយតបមកសុជាតិតាវិញថាបងស្រីឃើញខ្ញុំស្លៀកពាក់បែបនេះមិនចម្លែកទេឬហើយបងមិនខ្លាចខ្ញុំទេឬសុជាតិតាហាក់ដូចជាភាំងបន្តិចរួចតបថាចម្លែកបន្តិចមែនប៉ុន្តែហេតុអ្វីខ្ញុំត្រូវខ្លាចនោះ
តើនៅទីនេះមានអ្វីដែលគួរឲ្យខ្លាចមែនទេបងស្រីមិនមែនជាខ្មោចផងខ្ញុំខ្លាចបងធ្វើអ្វីនាងក្រមុំសើចបន្តិចរួចពោលទៅសុជាតាថាខ្ញុំចេះតែសួរទៅព្រោះថានៅទីនេះគ្រប់គ្នានិយាយថាមានខ្មោចលងនោះអីទាំងពីរនាក់សើចព្រមគ្នាសុជាតាបន្តថាខ្លាចណាស់ប៉ុន្តែខ្ញុំគិតថាបើជួបមែនខ្ញុំនឹងសុំកំណប់មួយហាប់តែម្ដងនាងក្រមុំធ្វើទឹកមុខភ្ញាក់ផ្អើលតែសុជាតាបន្តថាខ្ញុំនិយាយលេងទេនៅលើលោកនេះមានតែការខិតខំប្រឹងប្រែងរបស់យើងប៉ុណ្ណោះដែលអាចទទួលបានផ្លែផ្កាពិតប្រាកដនិយាយត្រឹមនេះសុជាតាក៏សួរទៅនាងក្រមុំតើបងស្រីមានរឿងអ្វីនៅក្នុងចិត្តមែនទេហេតុអ្វីទៅបងមានទឹកមុខកំសត់ម្លេះនាងក្រមុំតបថាខ្ញុំពិបាកចិត្តសុជាតាបន្តសួរតើបងពិបាកចិត្តរឿងអ្វីទៅមានអ្វីឲ្យប្អូនជួយបងបានឬអត់បើមានប្រាប់មកចុះប្អូននឹងជួយចែករំលែកទុកបងស្រីនាងក្រមុំក៏ចាប់ផ្ដើមនិយាយនាងមិនចង់ឲ្យបងប្រុសរបស់នាងរៀបការជាមួយសង្សាររបស់គាត់ឡើយព្រោះសង្សារបងប្រុសរបស់នាងស្រឡាញ់បងរបស់នាងព្រោះទ្រព្យសម្បត្តិប៉ុណ្ណោះនាងបន្តថាគេចង់រៀបការជាមួយបងរបស់នាងព្រោះគិតថាគេនឹងទទួលបានដីចម្ការដ៏ធំហើយដីនេះមានទំហំរហូតដល់ទៅ 1000 ហិកតាឯណោះព្រមទាំងទ្រព្យសម្បត្តិផ្សេងទៀតផងដែរប៉ុន្តែនៅពេលដែលគេដឹងថាដីនោះត្រូវបែងចែកជាពីរចំណែកចែកឲ្យខ្ញុំនិងបងប្រុសរបស់ខ្ញុំគឺគេមិនពេញចិត្តគេគឺនឹងឪពុករបស់គេបានរកគ្រប់មធ្យោបាយដើម្បីកម្ចាត់ខ្ញុំចោលតែប៉ានិងម៉ាក់របស់ខ្ញុំបានប្រកាសថារវាងខ្ញុំនិងបងប្រុសនៅថ្ងៃចែកមរតកត្រូវតែយកមកនៅខ្សែកមាសរូបអណ្ដើកដែលខ្ញុំពាក់នេះទើបអាចទទួលបានសិទ្ធិក្នុងការទទួលទ្រព្យសម្បត្តិមួយនោះសុជាតាចំហមាត់រួចនិយាយថាលោកអើយតើដីនោះនៅទីណាទៅហេតុអ្វីទើបធំបែបនេះសុជាតាមិនបានចាប់ផ្លឹកថាដីដែលនាងកំពុងតែឈរនេះហើយជាដីដែលនាងក្រមុំនោះកំពុងតែនិយាយការសំណេះសំណាលគ្នាឥតឈប់ឈរផ្លេចខ្លួនមន់ក៏ចាប់ផ្ដើមរងាវសុជាតាលាន់មាត់យីភ្លឺបាត់ទៅហើយមិនយូរប៉ុន្មានព្រះអាទិត្យបានជះពន្លឺចាំងត្រូវមុខដ៏តូចរបស់នាងក្រមុំសុជាតានាងបើកភ្នែកមកសន្សឹមរួចក៏ស្ទុះងើបឡើងរួចក្រឡេកមើលឆ្វេងស្ដាំក៏ប្រទះភ្នែកឃើញអានីដែលកំពុងដេកលក់ធ្វើប្រងើយមិនព្រមភ្ញាក់សោះហើយសុជាតាក៏ហៅអានីតើយើងដេកលក់តាំងពីពេលណាអញ្ចេះអានីមកមើលរួចសួរទៅសុជាតាអាតាតើនេះម៉ោងប៉ុន្មានហើយសុជាតាក្រឡេកមើលនាឡិកានៅលើដៃរួចនិយាយថាម៉ោង 6:30 នាទីទៅហើយអានីលាន់មាត់ស្លាប់ហើយយើងទៅតែបេះផ្កាបានតែបន្តិចហ្នឹងទាំងពីរអ្នកក្រឡេកមើលទៅកន្ត្រកដាក់ផ្កាក៏ឃើញរឿងនឹកស្មានមិនដល់មួយបានកើតឡើងឃើញថាផ្កាដែលពួកគេបានបេះបានយ៉ាងច្រើនខុសពីធម្មតាហើយសុជាតាក៏បាននិយាយប្រាប់អានីថាយីផ្កាយើងបេះច្រើនម្ល៉េះសំឡេងរបស់កម្មករនៅក្នុងចំការលាន់ឮកងរំពងព្រឹកនេះពួកគេមកប្រមូលយកផ្កាដែលកម្មករទាំងនោះនាំគ្នាបេះកាលពីយប់មិញអ៊ំចាស់បានឃើញផ្ការបស់សុជាតានិងអានីហើយក៏និយាយឡើងថាយីពួកក្មួយទាំងពីរនាក់នៅបេះដល់ព្រឹកមែនទេចាស់លោកអ៊ំទាំងពីរនាក់ឆ្លើយព្រមគ្នារួចអ៊ំប្រុសនោះបន្តសួរហើយក្មួយនៅបេះតែពីរនាក់ទេឬសុជាតាតបចាស់មិនមែនទេលោកអ៊ំយប់មិញនេះគឺខ្ញុំនៅបេះជាមួយបងស្រីផ្សេងទៀតហើយនឹងអ្នកជិតខាងរបស់គាត់ច្រើនអ្នកដែរតែតោះត្រង់ថាបងស្រីម្នាក់នោះគាត់បានទៅបាត់ពីពេលណាក៏មិនដឹងព្រោះខ្ញុំបានដេកលក់ដោយមិនដឹងថាតាំងពីពេលណានោះទេនិយាយបណ្ដើសើចបណ្ដើរួចដោយមិនចាប់អារម្មណ៍អ៊ំប្រុសនោះសើចហើយក៏ប្រមូលយកផ្កាដាក់លើឡានរួចក៏បើកចេញទៅលោកប្រាថ្នាបានប្រគល់ប្រាក់រង្វាន់ឲ្យទៅកម្មករដែលបេះផ្កាបានច្រើនរួមទាំងអានីនិងសុជាតាផងដែរមិនយូរប៉ុន្មានថ្ងៃសៅរ៍ក៏បានមកដល់
និមិត្តបានវិលមកដល់មាតុភូមិរបស់ខ្លួនវិញហើយនាំទាំងលីនដាមកជាមួយផងដែរគ្រាន់តែមកដល់ភូមិគ្រឹះភ្លាមលីនដាបានសម្ដែងរឹកពីម្ញាក់ម្ញាក់និងចរិតក្រអឺតក្រទមរបស់នាងដាក់ទៅអ្នកបម្រើក្នុងផ្ទះនាងបានបញ្ជាគេឲ្យធ្វើនេះធ្វើនោះឲ្យនាងគ្រប់បែបយ៉ាងទង្វើនេះបានធ្វើឲ្យអ្នកស្រីកល្យាណមិនពេញចិត្តជាមួយនាងឡើយប៉ុន្តែលោកស្រីក៏មិនហ៊ានជំទាស់ចិត្តរបស់កូនប្រុសលោកស្រីដែរបន្ទាប់ពីកម្មវិធីជប់លៀងទទួលនិមិត្តត្រឡប់មកមាតុភូមិវិញបានចប់សពគ្រប់ឃើញថាកម្មករទាំងក្មេងទាំងចាស់នាំគ្នាសប្បាយអើងកងយ៉ាងពន់ពេកព្រឹកនេះនិមិត្តបាននាំលីនដាទៅមើលចំការផ្កាម្លិះរបស់ខ្លួននិងទៅលេងទឹកស្ទឹងដែលនៅជិតចំការផងលីនដាសប្បាយចិត្តណាស់ពេលដែលនាងបានឃើញចំការដ៏ធំល្វឹងល្វើយព្រោះចំការនេះហើយដែលនាងនិងឪពុករបស់នាងរួមទាំងបងប្រុសចង់បានមកជាយូរណាស់មកហើយនៅម៉ោងសម្រាកបន្ទាប់ពីហូបបាយថ្ងៃត្រង់រួចកម្មករទាំងអស់នាំគ្នាទៅងូតទឹកស្ទឹងក្បែរនោះព្រោះគ្រប់គ្នាចង់ឃើញសម្រស់របស់អនាគតភរិយាចៅហ្វាយតូចរបស់ខ្លួនត្បិតអីនៅយប់ថ្ងៃជប់លៀងលីនដាមិនព្រមចេញមកក្រៅភូមិគ្រឹះនិងបរិភោគអាហាររាំលេងសប្បាយជាមួយកម្មករនិងភ្ញៀវជាច្រើនដែលបានអញ្ជើញចូលរួមយ៉ាងអើងកងនោះឡើយកំពុងតែនាំគ្នាងូតសប្បាយស្រាប់តែលាន់ឮសំឡេងប្រងគ្រប់គ្នាស្រែកឡើងពេញទំហឹងស្រាប់តែងើបឡើងមកគ្រប់គ្នាឃើញថាគឺអាចារ្យសោះហើយមីងពៅម៉ែរបស់ពិសិដ្ឋដែលងូតនៅក្បែរនោះក៏ស្ទុះទៅខោកវាមួយក្រញ៉រួចនិយាយហើយឯងលេងអីឈួតអញ្ចឹងឯងលួសព្រលឹងចង់ងាប់អាចារ្យអង្អែលក្បាលយ៉ាងញាប់រួចនិយាយសុំទោសអ៊ំខ្ញុំលោលេងទេគ្រប់គ្នាសើចឡើងមិនយូរប៉ុន្មានស្ងាត់បាត់សំឡេងសើចភ្លាមព្រោះតែពួកគេបានឮសំឡេងមួយដែលនៅជិតនោះនិយាយថានេះបងឯងចង់ឲ្យខ្ញុំងូតទឹកស្ទឹងជាមួយនឹងកម្មកររហេមរហាមទាំងនេះមែនទេពិតណាស់សំឡេងនេះជាសំឡេងរបស់លីនដាសង្សារនិមិត្តកម្មករដែលកំពុងតែងូតទឹកស្ទឹងនាំគ្នាងាកមកមើលម្ចាស់សំឡេងឃើញថាមាននារីម្នាក់មានសម្បុរសរាងតូចច្រឡឹងចិញ្ចាំក្រាស់មុខមាត់ស្អាតតែទាស់ត្រង់ថាសម្ដីត្រគោះមិនសមនឹងរូបសម្រស់ឡើយនិមិត្តតបហេតុអ្វីអូននិយាយបែបនេះពួកគាត់មិនត្រឹមតែជាកម្មកររបស់លោកប៉ានោះទេតែពួកគាត់ក៏ដូចជាគ្រួសាររបស់បងដែរបើគ្មានពួកគាត់ទេចំការផ្កានេះច្បាស់ជារលាយជាយូរណាស់មកហើយនិយាយបណ្ដានិមិត្តអូសដៃលីនដាឲ្យចុះមកលេងទឹកស្ទឹងជាមួយខ្លួនប៉ុន្តែនាងមិនព្រមរួចហើយស្រែកយ៉ាងពេញទំហឹងខ្ញុំមិនលេងទឹកនេះជាដាច់ខាតព្រោះខ្ញុំគឺថាស្បែកខ្ញុំស្ដើងងាយនឹងប្រតិកម្មណាស់និមិត្តរួមទាំងកម្មករទាំងអស់ភាំងស្មារតីព្រោះសំឡេងស្រែកមុននេះប៉ុន្តែនិមិត្តនៅបន្តសួរនាងជាលើកចុងក្រោយតើអូនមិនលេងទេឬនាងឆ្លើយតបវិញដោយទឹកមុខស្មើអត់ទេមិននិយាយច្រើននិមិត្តបានទៅលេងជាមួយកម្មករក្មេងៗកំឡោះក្រមុំលោកពូអ្នកមីងព្រមទាំងសុជាតានិងអានីផងដែរល្ងាចនេះលោកប្រាថ្នានឹងភរិយាបាននាំគ្នាពិសាអាហារពេលល្ងាចជុំគ្នាជាមួយគ្រួសាររបស់លោកនៅក្នុងភូមិគ្រឹះហើយឆ្លៀតឱកាសពិភាក្សារឿងភ្ជាប់ពាក្យរបស់លីនដានិងនិមិត្តថែមទៀតផងលោកប្រាថ្នាចង់ឲ្យនិមិត្តរៀបការឲ្យបានលឿនព្រោះលោកនិងភរិយាកាន់តែចាស់ណាស់ទៅហើយប៉ុន្តែនិមិត្តចង់ឲ្យម្ដាយរបស់ខ្លួនមានសុខភាពល្អប្រសើរវិញសិនត្បិតអីពេលនេះលោកស្រីកល្យាណមានសុខភាពមិនសូវល្អនោះទេហើយការពន្យាពេលនេះបានធ្វើឲ្យលោកស្រីកល្យាណញញឹមបិទមាត់មិនជិតនោះឡើយព្រោះលោកស្រីមិនពេញចិត្តក្នុងការយកលីនដាមកធ្វើជាកូនប្រសារនោះឡើយចំណែកលីនដាវិញនាងមានការខឹងនឹងលោកស្រីកល្យាណណាស់ហើយថែមទាំងមានគំនិតចង់កំចាត់លោកស្រីចេញទៀតផងព្រោះនាងនិងគ្រួសាររបស់នាងរងចាំពេលវេលានេះជាយូរណាស់មកហើយបន្ទាប់ពីនិមលស្លាប់ប៉ុន្តែមិននឹកស្មានថាពេលនេះត្រូវម្ដាយរបស់និមិត្តមកបំផ្លាញទៀតសោះ
រឿងនេះធ្វើឲ្យលីនដាក្តៅក្រហាយជាខ្លាំងប៉ុន្តែនាងត្រូវសម្ដែងជាធម្មតារួចហើយនិយាយថាមិនអីទេលោកអ៊ំចាំពេលលោកអ៊ំស្រីបានធូរជាងនេះបន្តិចចាំយើងពិភាក្សារឿងនេះក៏បានដែរប៉ុន្តែក្មួយគិតថាយើងគួរតែរកអ្នកណាម្នាក់មកមើលថែទាំលោកអ៊ំស្រីទៅដើម្បីឲ្យគាត់បានធូរស្បើយលឿននិមិត្តក៏តបបានអូនគិតបែបនេះបងសប្បាយចិត្តណាស់ព្រោះបងក៏ចង់ឲ្យអ្នកម៉ាក់ឆាប់ជាដែរលីនដាបន្តនិយាយចឹងចាំខ្ញុំយកអ្នកបម្រើនៅផ្ទះរបស់ខ្ញុំម្នាក់ដើម្បីជួយមើលថែលោកអ៊ំស្រីចោះព្រោះគាត់ពូកែមើលថែទាំគេណាស់កាលពីមុនខ្ញុំក៏ធ្លាប់ត្រូវលោកអ៊ំមើលថែបានយ៉ាងល្អដែរលោកស្រីកល្យានិយាយកាត់មិនអីទេក្មួយទឹកចិត្តដ៏ល្អនេះអ៊ំទទួលយកហើយអរគុណក្មួយណាស់តាមពិតលោកស្រីកល្យានគាត់បានដឹងថាលីនដាក៏មិនចូលចិត្តគាត់ដែរគ្រាន់តែនាងមិនបញ្ចេញនៅមុខគេប៉ុណ្ណោះតែពេលនៅតែពីរនាក់ឬនៅជាមួយកម្មករផ្សេងវិញនាងបញ្ចេញធាតុពិតមកស្ទើរតែទាំងស្រុងតែម្ដងប្រៀបដូចជាឆ្មាលាក់ក្រចកដូច្នោះដែរហើយលោកស្រីបានសួរទៅលោកប្រាថ្នាថាចុះក្មេងស្រីដែលយើងឃើញនៅក្នុងចំការថ្ងៃមុននោះបងតើអាចឲ្យនាងមកនៅទីនេះបានទេព្រោះមើលទៅនាងខ្ញុំដូចជាមាននិស្ស័យហើយវ័យនាងក៏ស្របាលគ្នាទៅនឹងនិមលកាលពីឆ្នាំនោះដែរនិយាយបានត្រឹមនេះលោកស្រីកល្យានរលីងរលោងទឹកភ្នែកព្រោះគាត់នឹកដល់កូនស្រីសំណប់ចិត្តរបស់គាត់ដែលបានចាក់ចេញពីគាត់ទៅគ្មានសំបីពេលពាក្យលាមួយម៉ាត់លោកប្រាថ្នាឃើញហើយស្ទុះមកអបភរិយារួចនិយាយថាមិនអីទេបើអូនចង់ឲ្យគេមកនៅទីនេះមើលថែអូនបងនឹងនាំគេមកលោកស្រីកល្យានញញឹមទាំងទឹកភ្នែករួចនិយាយថាសន្យាណាលោកប្រាថ្នាងក់ក្បាលថាបថ្ងាសភរិយារួចបន្តនិយាយឲ្យតែអូនត្រូវការបងនឹងធ្វើភ្លាមតែបងត្រូវទៅសាកសួរសម័យខ្លួនគេហើយនឹងសូមអនុញ្ញាតឪពុកម្ដាយរបស់គេសិនលោកស្រីកល្យានមិននិយាយអ្វីហើយអោបស្វាមីយ៉ាងកក់ក្ដៅធ្វើឲ្យនិមិត្តញញឹមបិទមាត់មិនជិតព្រោះត្រេកអរដែលម្ដាយរបស់ខ្លួនបានធូរស្បើយជាងមុនប៉ុន្តែលីនដាវិញកាន់តែក្តៅក្រហាយជាងមុនទៀតព្រោះនាងកំពុងតែរកវិធីកម្ចាត់លោកស្រីកល្យានដែលជាឧបសគ្គស្នេហានាងផងនិងជាបន្លារាំងស្ទះដល់ការទទួលមរតករបស់នាងផងតែពេលនេះលោកស្រីមានមនុស្សចំណិតនៅមើលថែហើយមិនមែនជាបពពួករបស់ឪពុកនាងទៀតនោះពិតណាស់គឺនាងពិបាកក្នុងការសម្រេចគោលដៅរបស់នាងជាក់ជាមិនខានឡើយព្រឹកនេះលោកប្រាថ្នានិងនិមិត្តបានទៅដល់ផ្ទះក្បែរជើងភ្នំរបស់សុចិតា ដើម្បីសាកសួរក៏ដូចជាសុំការអនុញ្ញាតឪពុកម្ដាយរបស់នាងដើម្បីឲ្យនាងបានទៅរស់នៅក្នុងភូមិគ្រឹះដើម្បីមើលថែលោកស្រីកល្យានឪពុកម្ដាយសុចិតាមិនហ៊ានជំទាស់នឹងសំណូមពររបស់លោកប្រាថ្នានោះឡើយព្រោះលោកប្រាថ្នានេះមានគុណធំធេងណាស់សម្រាប់គ្រួសារលោកកាលពីថ្ងៃដែលសុចិតាបំរុងនឹងកើតនោះម្ដាយសុចិតាឈឺពោះទាំងកណ្ដាលយប់ហើយបានលោកប្រាថ្នានេះហើយបើកឡានជូនម្ដាយរបស់នាងទៅមណ្ឌលសុខភាពទាំងយប់ព្រោះយប់នៅចៃដន្យអ្នកបើកឡានរបស់លោកប្រាថ្នាបានសម្រាកពីការងារដើម្បីទៅស្រុកកំណើតនារដូវភ្ជុំបិណ្ឌម្ល៉េះហើយទើបគ្មានអ្នកណានៅសោះឡើយដោយបន្ទាន់ពេកលោកប្រាថ្នាបានបើកឡានដោយផ្ទាល់តែម្ដងហើយថ្ងៃនោះមេឃភ្លៀងខ្លាំងណាស់ឡានបានជាប់ផុងទៀតតែលោកនិងឪពុកនាងនៅតែជូនម្ដាយរបស់នាងទៅដល់មណ្ឌលសុខភាពហើយបង្កើតនាងបានយ៉ាងដ៏ជោគជ័យនិងមានសុខភាពល្អទៀតផងដូច្នេះគុណមួយនេះពួកគាត់មិនអាចបំភ្លេចបានឡើយម្យ៉ាងទៀតពេលឮថាលោកស្រីកល្យាន
កំពុងតែឈឺថែមទៀតនោះពួកគាត់បានយល់ព្រមឲ្យសុជាតាទៅមើលថែលោកស្រីតែម្ដងសុជាតាយល់ព្រមតាមម្ដាយឪពុកហើយក៏រៀបចំសម្ភារៈដើម្បីមករស់នៅនិងមើលថែប្រពន្ធលោកប្រាថ្នាហើយល្ងាចនេះជាលើកទី1ហើយដែលសុជាតាបានមកដល់ភូមិគ្រឹះមួយនេះនាងក្រឡេកមើលលើក្រោមឆ្វេងស្ដាំរួចគិតក្នុងចិត្តថាម៉ែអើយផ្ទះអីធំយ៉ាងនេះប្រៀបបាននឹងឋានសួគ៌កំពុងតែឈរភ្លឹកសុកស្រាប់តែលោកប្រាថ្នានិយាយថាចូលមកក្មួយសុជាតាភ្ញាក់ព្រឺតព្រោះកំពុងភ្លឹកស្មារតីគយគន់ទេសភាពនៅក្នុងភូមិគ្រឹះរបស់លោកប្រាថ្នាពេលចូលទៅដល់ខាងក្នុងសុជាតាឃើញថាមានផ្ទាំងគំនូរជាច្រើនដាក់តាំងនៅក្នុងផ្ទះហើយនាងបានឃើញរូបចម្លាក់ផ្សេងជាច្រើនប្លែកភ្នែកព្រមទាំងមានកន្លែងអង្គុយយ៉ាងប្រណិតគ្រឿងសង្ហារិមដែលពោរពេញដោយចម្លាក់ក្បូរក្បាច់រចនានិងការរៀបចំទុកដាក់យ៉ាងមានរបៀបរៀបរយធ្វើឲ្យនាងចំហមាត់ភ្លឹកស្មារតីតែម្ដងប៉ុន្តែលើកនេះនាងបានឮសំឡេងមនុស្សម្នាក់និយាយមកកាន់នាងថារវល់តែចំហមាត់នៅនឹងហើយដើរមកខាងនេះខ្ញុំនាំនាងទៅបន្ទប់របស់នាងសុជាតាឮហើយនាងភ្ញាក់ព្រឺតនឹងសំឡេងរបស់និមិត្តព្រោះនាងតែងតែគិតមករហូតថានិមិត្តគឺជាមនុស្សម្នាក់ដែលមានចរិតកោងកាចព្រោះគេគឺជាកូនរបស់អ្នកមានស្ដុកស្ដំអាចហៅបានថាគឺជាសេដ្ឋីម្នាក់ទៅហើយបើគិតពីទ្រព្យសម្បត្តិរបស់លោកប្រាថ្នានោះប៉ុន្តែផ្ទុយស្រឡះគេជាមនុស្សសុភាពរាបសារណាស់ហើយមុនធ្វើអ្វីមួយគឺគេចូលចិត្តគិតពីអារម្មណ៍របស់អ្នកដទៃណាស់មិនងាយនឹងធ្វើអ្វីផ្ដេសផ្ដាសនោះទេនេះគឺជាបន្ទប់គេងរបស់នាងហើយបន្ទប់របស់ម៉ាក់ខ្ញុំគឺនៅជិតនេះដែរទេគឺបន្ទប់នោះនិមិត្តចង្អុលទៅបន្ទប់មួយដែលនៅចុងម្ខាងក្បែរបង្អួចនៃជាន់ទី2របស់ផ្ទះនេះហើយប្រាប់ទៅសុជាតាបន្តថានាងនៅជិតបន្ទប់ម៉ាក់ខ្ញុំអញ្ចឹងហើយទើបងាយស្រួលមើលថែគាត់អូមែនហើយតើនាងមានឈ្មោះអ្វីហើយឆ្នាំនេះនាងមានអាយុប៉ុន្មានហើយព្រោះពីព្រឹកមិញខ្ញុំឮលោកប៉ាហៅនាងដែរតែខ្ញុំស្ដាប់មិនច្បាស់ចាលោកប្រុសឆ្នាំនេះខ្ញុំមានអាយុ19ឆ្នាំហើយចំណែកឈ្មោះរបស់ខ្ញុំគឺសុជាតានិមិត្តញញឹមបន្តិចហើយបន្តនិយាយសុជាតានាងមិនបាច់ហៅខ្ញុំថាលោកប្រុសអីទេហៅធម្មតាទៅបានហើយព្រោះនាងហៅបែបនេះស្ដាប់ទៅខ្ញុំដូចជាមនុស្សចាស់អញ្ចឹងសុជាតាបន្តសួរតែខ្ញុំមិនដឹងថាហៅលោកប្រុសថាម៉េចនោះទេនិមិត្តបន្តខ្ញុំបងនាង9ឆ្នាំអញ្ចឹងនាងហៅខ្ញុំថាបងប្រុសចោះសុជាតាប្រកែកមិនសមទៅដឹងលោកប្រុសព្រោះខ្ញុំតូចទាបហើយខ្ញុំមកនេះគឺមកបម្រើលោកស្រីមិននឹងអាចហៅស្មើជាមួយចៅហ្វាយនាយបានទៅនិមិត្តសើចលឺរួចបន្តក្មេងល្ងងមិនអីទេហៅបែបនឹងចោះព្រោះខ្ញុំមើលទៅនាងខ្ញុំពិតជានឹកដល់ប្អូនស្រីខ្ញុំនៅឆ្នាំនោះណាស់និយាយបានត្រឹមនេះអ្នកកំឡោះបាយជាឈប់និយាយរួចក្តាប់ដៃយ៉ាងណែនហើយទឹកមុខរបស់គេប្រែជាពណ៌ក្រហមហើយគេខំប្រឹងសម្រួលអារម្មណ៍ហើយបន្តនិយាយទៅកាន់នាងក្រមុំថាបងប្រុសម្នាក់នេះសង្ឃឹមថានាងអាចមើលថែម៉ាក់របស់ខ្ញុំឲ្យឆាប់ជាដូចដើមវិញផងចោះសូមមើលថែគាត់ផងភ្លាមនោះសុជាតាបែរជាភ្លឹកស្មារតីតែខំដាស់អារម្មណ៍មកវិញរួចគិតក្នុងចិត្តថាចង្រៃយោខ្ញុំគិតអីហ្នឹងហេតុអ្វីបេះដូងខ្ញុំលោតលឿនយ៉ាងនេះតើខ្ញុំកំពុងតែធ្វើអ្វីហ្នឹងភ្ញាក់ឡើងសុជាតាចាស់លោកប្រុសខ្ញុំដឹងហើយខ្ញុំនឹងមើលថែគាត់ឲ្យល្អសូមកុំបារម្ភអីនិមិត្តបន្តចាប់ពីពេលនេះទៅត្រូវហៅថាបងប្រុសឬទេសុជាតាសើចផងអៀនផងឡើងមុខក្រហមរួចនិយាយតិចថាចាស់ឮហើយបងប្រុសនិមិត្តសើចឮម្ដងទៀតកំពុងតែជជែកគ្នាយ៉ាងសប្បាយទាំងពីរនាក់មិនបានដឹងទេថាមានភ្នែកមួយគូកំពុងតែសម្លឹងទៅរកអ្នកទាំងពីរ
ពិតណាស់ម្ចាស់កែវភ្នែកដែលពោរពេញទៅដោយការប្រច័ណ្ឌច្រណែនកំហឹងមួយនេះគឺលីនដាពីមួយថ្ងៃទៅមួយថ្ងៃសុជាតានៅមើលថែអ្នកស្រីកល្យាណបានដិតដល់ណាស់ហើយអ្នកទាំងពីរសប្បាយចិត្តណាស់ពេលបាននៅជាមួយគ្នាលោកស្រីកល្យាណតែងតែលួចមើលមុខរបស់សុជាតាជាញឹកញាប់រួចញញឹមទំនងដូចជាពេញចិត្តនៅចរិយាមាយាទរបស់នាងក្រមុំណាស់ដែលទង្វើទាំងនេះហើយដែលធ្វើឲ្យលីនដាមានការខឹងសម្បាជាមួយនឹងលោកស្រីជាខ្លាំងព្រឹកនេះលោកស្រីកល្យាណបានធ្វើដំណើរទៅកន្លែងដែលត្រូវបញ្ជូនផ្កាម្លិះទៅក្រៅប្រទេសនោះគឺស្ថានីយរថភ្លើងដែលនៅសម័យនោះពេលត្រូវបញ្ជូនទំនិញឬធ្វើដំណើរទៅក្រៅប្រទេសនោះគឺគេច្រើនប្រើមធ្យោបាយផ្សេងដូចជារថភ្លើងឬកប៉ាល់ប៉ុន្តែដើម្បីភាពលឿនរហ័សលោកប្រាថ្នាបាននាំចេញផ្ការបស់លោកតាមរយៈការដឹកជញ្ជូនរបស់រថភ្លើងហើយពេលត្រឡប់មកវិញលោកស្រីកល្យាណនិងលោកប្រាថ្នាបានចូលទៅកន្លែងលក់មាសមួយកន្លែងដើម្បីឲ្យគេធ្វើនៅខ្សែកមាសរូបអណ្ដើកមួយខ្សែទៀតក្នុងគោលបំណងយកវាទៅឲ្យនាងក្រមុំតូចដែលនៅបម្រើលោកស្រីជាយូរខែមកហើយនោះគឺសុជាតាម្យ៉ាងទៀតលោកស្រីកល្យាណក៏ឆ្លៀតក្នុងឱកាសនេះដើម្បីបានដឹងពីចិត្តពិតរបស់លីនដាដូចគ្នាព្រោះនៅពេលដែលលោកបានប្រកាសថាទ្រព្យសម្បត្តិរបស់លោកត្រូវបែងចែកជាពីរហើយត្រូវតែមានខ្សែករូបអណ្ដើកមាសដូចនេះស្រាប់តែកូនស្រីរបស់លោកត្រូវស្លាប់តែម្ដងប៉ុន្តែលោកឆ្ងល់ថានៅថ្ងៃដែលនិមលស្លាប់ខ្សែករូបអណ្ដើកនោះគឺនៅនឹងដៃរបស់និមលនៅឡើយដោយហេតុតែពួកលោករវល់ខ្វល់ខ្វាយរឿងការស្លាប់របស់កូនស្រីពេកមិនបានចាប់អារម្មណ៍រឿងខ្សែកនោះស្រាប់តែបាត់មិនដឹងមូលហេតុសោះតើរឿងនេះមានអាចកំបាំងអ្វីទៅចម្ងល់មួយនេះលោកស្រីរកចម្លើយមិនឃើញសោះរយៈពេល11ឆ្នាំមកហើយយប់នេះបន្ទាប់ពីពិសាអាហារពេលល្ងាចរួចសុជាតានិងលោកស្រីកល្យាណនាំគ្នាទៅអង្គុយលេងនៅខាងមុខផ្ទះដើម្បីបន្ធូរអារម្មណ៍ហើយជជែកគ្នាពីនេះពីនោះឥតឈប់និយាយបណ្ដាសើចបណ្ដាលោកប្រាថ្នាឈរសម្លឹងមើលអ្នកទាំងពីររួចញញឹមហើយដើរចូលទៅនិយាយកំពុងនាំគ្នានិយាយពីអីហ្នឹងមើលទៅដូចជាសប្បាយដល់ហើយលោកស្រីកល្យាណនិយាយអូនកំពុងតែនិយាយគ្នាពីរឿងចំការផ្ការបស់យើងហ្នឹងគិតថាតើយើងគួរតែឈប់ដាំផ្កាហើយដាំល្ហុងវិញទៅព្រោះនិមិត្តចូលចិត្តបុកល្ហុងហើយចាប់ពីពេលនេះទៅផ្ទះរបស់យើងនឹងញ៉ាំតែល្ហុងមួយមុខទៅបានហើយលោកប្រាថ្នាសើចលឺហើយនិយាយបើអញ្ចឹងមែនពេលនិមិត្តរៀបការរួចមានកូនបើកូនប្រុសដាក់ឈ្មោះបុកល្ហុងទៅអញ្ចឹងទាំង3នាក់សើចព្រមគ្នាហើយបន្ទាប់មកលោកស្រីកល្យាណបានលូកក្នុងកាបូបរបស់គាត់រួចទាញយកប្រអប់ពណ៌ក្រហមមួយហុចឲ្យទៅសុជាតាព្រមទាំងនិយាយនេះជាកាដូដែលក្មួយបានមើលថែអ៊ំកន្លងមកសុជាតាស្រឡាំងកាំងហើយមិនហ៊ានទទួលប៉ុន្តែត្រូវលោកប្រាថ្នានិយាយកាត់ទទួលទៅក្មួយស្រីដើម្បីឲ្យអ៊ំនិងអ៊ំស្រីបានសប្បាយចិត្តព្រោះអ៊ំក៏ចាត់ទុកក្មួយដូចជាកូនអ៊ំម្នាក់ដែរសុជាតាតបក្មួយមិនហ៊ានទទួលទេលោកអ៊ំព្រោះក្មួយមិនបានធ្វើអ្វីសម្រាប់លោកអ៊ំសោះដូច្នេះអំណោយនេះគឺទទួលយកតាំងពីនេះមករស់នៅទីនេះនាងបានជួយគ្រួសារយើងច្រើនជាពិសេសនាំយកស្នាមញញឹមរបស់ម៉ាក់ខ្ញុំត្រឡប់មកវិញនោះអីនិមិត្តដែលនៅចិត្តនោះបានស្ដាប់ឮអ្នកទាំង3និយាយគ្នារួចក៏ដើរចូលទៅព្រមទាំងកាន់ផ្លែឈើមួយចានក្នុងដៃផងរួចបន្តនិយាយនាងទទួលយកចោះកុំគិតច្រើនពេកវាគ្មានអីនោះទេវាជារបស់បន្តិចបន្តួចលីនដាបានឃើញគ្រប់រឿងរ៉ាវរួចក៏ដើរចូលទៅហើយធ្វើដូចជាធម្មតាប៉ុន្តែនៅក្នុងចិត្តរបស់នាងពិតជាខឹងនឹងសុជាតាណាស់ហើយគិតក្នុងចិត្តថាគ្រាន់តែជាស្រីបម្រើម្នាក់ហេតុអ្វីលោកអ៊ំធ្វើបែបនេះព្រោះជាមួយនាងលោកទាំងពីរមិនដែលឲ្យកាដូអ្វីបន្តិចឡើយបន្ទាប់មកនាងគិតបន្តទៀតថាកូនស្រីគាត់បង្កើតប៉ាយើងកំចាត់ចោលបានចុះទម្រាំត្រឹមជាកញ្ចេះគេម្នាក់រឿងអីកំចាត់មិនបានគិតហើយនាងក៏ដើរចូលទៅដោយធ្វើជាធម្មតាប៉ុន្តែនៅពេលដែលសុជាតាបើកប្រអប់ពណ៌ក្រហមនោះមកឃើញថាជាខ្សែកមាសរូបអណ្ដើកលីនដាស្រឡាំងកាំងរួចនិយាយលោកអ៊ំនេះគឺលោកប្រាថ្នានិយាយមែនហើយនេះជាខ្សែកមួយខ្សែនោះលីនដាស្រែកឡើងចុះកន្លងមកលោកអ៊ំនិយាយថាខ្សែកនោះបានបាត់អញ្ចឹងហើយទៅមិនដែលរំលឹករឿងរៀបការរបស់ខ្ញុំនិងបងនិមិត្តជាមួយនឹងការចែកមរតកដោយដែលលោកអ៊ំធ្លាប់សន្យាជាមួយលោកប៉ារបស់ខ្ញុំតែពេលនេះលោកអ៊ំយកខ្សែកនេះមកប្រគល់ឲ្យអ្នកផ្សេងទៅវិញហេតុអ្វីទៅលោកអ៊ំតើលោកអ៊ំធ្វើនេះចង់បានន័យថាម៉េចលោកអ៊ំតើលោកអ៊ំភ្លេចគុណរបស់លោកប៉ាខ្ញុំហើយមែនទេណាហើ
ហើយបើលោកអ៊ំធ្វើដល់ថ្នាក់នេះហើយខ្ញុំមិនចាំបាច់រំអ្វីវែងឆ្ងាយទៀតទេតែលោកអ៊ំត្រូវចាំថាលោកអ៊ំជាអ្នកបង្ខំខ្ញុំមុននិមិត្តបានចាប់ដៃរបស់លីនដារួចបន្តនិយាយអូនកុំធ្វើបែបនេះអីគ្រាន់តែជាខ្សែកមួយខ្សែតែតើលីនដាបន្តនិយាយទ្រព្យសម្បត្តិផ្ទះនេះមានច្រើនណាស់ហេតុអ្វីចាំបាច់ជាខ្សែកមួយខ្សែនោះនិមិត្តតបគ្រាន់តែជាខ្សែកមួយប៉ុណ្ណោះអូនកុំគិតច្រើនពេកប៉ុន្តែខ្សែកនោះជាតំណាងឲ្យទ្រព្យសម្បត្តិរបស់បងចុះអូនរៀបការជាមួយបងដើម្បីតែទ្រព្យទេឬលីនដាដែលកំពុងតែខឹងខ្លាំងនោះបន្តនិយាយទាំងពាក្យគំរូគំរើយថាបងនិមិត្តអូនគិតថាគ្រួសាររបស់បងមិនពេញចិត្តជាមួយអូននោះទេបានអញ្ចឹងអូនរស់នៅទីនេះទៀតក៏គ្មានក្តីសុខដែរអូនសុំទោសនិមិត្តបន្តអូនកុំនិយាយបែបនេះអីបងគ្រាន់តែត្រូវការពេលវេលាបន្តិចប៉ុណ្ណោះព្រោះពេលនេះម៉ាក់របស់បងនៅឈឺនៅឡើយលីនដាបន្តឈឺអីឬតែឈឺរហូត11ឆ្នាំហើយឈឺរហូតហេតុអីទៅបងនិមិត្តហើយនៅមើលថែម៉ាក់បងចោះពួកយើងបែកគ្នាទៅនិយាយហើយលីនដាបានចូលទៅក្នុងផ្ទះរៀបចំសម្លៀកបំពាក់របស់នាងនិមិត្តតាមអង្វរអូនបងសុំទោសកុំធ្វើបែបនេះអីមិនយូរប៉ុន្មានពួកគេទាំងពីរក៏ត្រូវគ្នាវិញហើយនិមិត្តបានសន្យាថានឹងរៀបការជាមួយលីនដាក្នុងពេលឆាប់គ្រាន់តែមួយពព្រិចភ្នែកសោះពេលវេលាដើរហួស2ឆ្នាំទៀតបាត់ទៅហើយក្រោមការមើលថែរបស់គ្រូពេទ្យនិងការយកចិត្តទុកដាក់ពីគ្រួសារលោកស្រីកល្យាណបានជាសះស្បើយដូចធម្មតាទើបលីនដាចាប់ផ្ដើមនិយាយរឿងរៀបការម្ដងទៀតប៉ុន្តែម្ដងនេះគ្មានអ្នកណាម្នាក់យល់ស្របម្នាក់ឡើយសូម្បីតែនិមិត្តព្រោះ2ឆ្នាំកន្លងមកនេះលីនដាបានបញ្ចេញអាកប្បកិរិយាដូចជាក្មេងទំនើងអញ្ចឹងដែរព្រោះនាងជាមនុស្សចូលចិត្តដើរលេងសប្បាយហឺហាដូចនេះលោកប្រាថ្នានិងលោកស្រីកល្យាណមិនចូលចិត្តនាងឡើយព្រឹកនេះលោកស្រីកល្យាណនិងសុជាតាបានទៅផ្សារដើម្បីទិញរបស់ប្រើប្រាស់ហើយឆ្លៀតពេលដើម្បីលំហែអារម្មណ៍ផងនោះស្រាប់តែសុជាតាបានក្រឡេកឃើញលីនដាបាននៅលើឡានពណ៌ខ្មៅមួយកំពុងតែនិយាយជាមួយបុរសចំណាស់ម្នាក់និងបុរសវ័យប្រហែល30ឆ្នាំម្នាក់បុរសចំណាស់នោះមានរឹកពីជាអ្នកធំហើយមានអង្គរៈប្រហែលជិត10នាក់នៅឈរយាមប្រដាប់ដោយអាវុធគ្រប់ដៃឃើញដូចនេះសុជាតាចាប់ផ្ដើមនិយាយលោកអ៊ំតានោះជាអ្នកនាងលីនដាមែនទេលោកអ៊ំហើយតើគាត់និយាយជាមួយនឹងអ្នកណាហ្នឹងលោកស្រីកល្យាណក្រឡេកឃើញភ្លាមចង់ចូលទៅគួរសមដែរប៉ុន្តែឡានទំនើបពណ៌ខ្មៅនោះបានបើកចេញទៅបាត់ហើយរួចលោកស្រីចាប់ផ្ដើមនិយាយម្នាក់ប្រុសចំណាស់តែធ្វើខ្លួនហឺហានោះជាប៉ារបស់លីនដាហើយមនុស្សប្រុសវ័យកណ្ដាលនោះគឺជាបងប្រុសរបស់នាងសុជាតាតបចាស់លោកអ៊ំលោកស្រីកល្យាណបន្តដោយសារតែយើងមិនឲ្យលីនដារៀបការជាមួយនិមិត្តទៅប៉ានិងបងប្រុសរបស់នាងមកទីនេះបន្តិចទៀតផ្ទះយើងនឹងកើតរឿងជាមិនខានណាហើយកុំគិតច្រើនពេកព្រឹកនេះខ្ញុំចង់ញ៉ាំសម្លប្រហើរទំពាំងលាយជាមួយនឹងខ្យងផងដូច្នេះតោះសុជាតាជួនខ្ញុំទៅរកទិញបន្តិចមកបន្ទាប់ពីទិញអីវ៉ាន់បានគ្រប់មុខហើយអ្នកទាំងពីរបានត្រឡប់មកពីផ្សារហើយត្រៀមនឹងធ្វើម្ហូបតែអ្វីប៉ិតដូចជាការគិតរបស់លោកស្រីកល្យាណមែនគឺនៅផ្ទះលោកប្រាថ្នាកំពុងតែមានបញ្ហាកើតឡើងដោយប៉ានិងបងប្រុសលីនដាកំពុងតែមកស្រែកនិងធ្វើរវាដោយពួកអ្នកលេងមករករឿងសួរលោកប្រាថ្នាពីទំនាក់ទំនងកូនស្រីរបស់លោកជាមួយនិមិត្តថាតើលោកដោះស្រាយយ៉ាងណាប៉ារបស់លីនដាស្រែកលឺហើយបន្តនិយាយថាតើឯងគិតយ៉ាងម៉េចចំពោះរឿងនេះសម្លាញ់ព្រោះកូនស្រីខ្ញុំត្រូវចំណាយពេលវេលារងចាំឯងអស់រយៈពេលយ៉ាងយូរតែពេលនេះឯងបែរជាពន្យាពេលម្ដងហើយម្ដងទៀតទៅវិញហេតុអ្វីទៅពេលនោះលោកប្រាថ្នាបាននិយាយថាខ្ញុំគ្មានបំណងចង់ពន្យាពេលរៀបការកូនទាំងពីរនេះទេឯងដឹងហើយថាប្រពន្ធរបស់ខ្ញុំនាងមានជំងឺដូច្នេះទើបនិមិត្តមិនព្រមរៀបការសោះទើបខ្ញុំធ្វើតាមសម្រេចចិត្តរបស់កូនលោកប៉ារបស់លីនដារឹតតែខឹងហើយស្រែកឡើងថាអញ្ចឹងឯងចង់ឲ្យកូនរបស់យើងចាំដល់ពេលណាទៀតលោកប្រាថ្នាស្ងាត់លីនដាក៏និយាយឡើងថាណាហើយចោះលោកប៉ាខ្ញុំមិនអាចទ្រាំនៅផ្ទះនេះបានទៀតទេខ្ញុំនឹងទៅរស់នៅកន្លែងដែលគេឲ្យតម្លៃដល់ខ្ញុំវិញល្អជាងពេលនោះប៉ារបស់នាងបន្តបើកូនរបស់យើងមិនបានរៀបការជាមួយគ្នាទៅហើយអញ្ចឹងយើងមិនចាំបាច់មានទំនាក់ទំនងអ្វីជាមួយគ្នាបន្តទៀតនោះដែរហើយចាប់ពីពេលនេះទៅឯងត្រូវនាំផ្ការបស់ឯងទៅឲ្យឈ្មួញផ្សេងទៅយើងនឹងឲ្យប្អូនរបស់យើងឈប់ទទួលនាំផ្កាចេញទៅឲ្យឯងទៀតហើយព្រោះពីថ្ងៃនេះតទៅយើងនឹងក្លាយទៅជាសត្រូវនឹងគ្នាហើយឯងចាំទុកនៅលើโลกនេះបើមានគ្រួសាររបស់ឯងនោះបានន័យថា
ត្រូវតែគ្មានគ្រួសាររបស់ខ្ញុំនិយាយចប់គ្រួសារលីនដាបាននាំគ្នាបើកឡានចេញទៅហើយនិមិត្តនៅស្ងៀមមិននិយាយអ្វីសូម្បីមួយម៉ាត់ព្រោះគេដឹងជាយូរណាស់មកហើយថានឹងមានរឿងនេះតាមពិតមូលហេតុដែលនិមិត្តមិនព្រមរៀបការជាមួយលីនដាមិនមែនព្រោះតែលោកស្រីកល្យាណនោះទេតែដោយសារតែនិមិត្តបានដឹងថាលីនដាមិនដែលស្រឡាញ់គេនោះទេគឺនាងគ្រាន់តែចង់បានទ្រព្យសម្បត្តិរបស់គេតែប៉ុណ្ណោះហើយនិមិត្តបានដឹងថែមទៀតថាលីនដាបានស្រឡាញ់កូនចៅហ្វាយខេត្តម្នាក់ដែលនាងព្រមតាក់ទងនិមិត្តព្រោះនាងធ្វើតាមបញ្ជាប៉ានិងបងប្រុសរបស់នាងតែប៉ុណ្ណោះដោយនិមិត្តបានឃើញលីនដានិងសង្សារនាងអោបថើបគ្នាជាញឹកញាប់ហើយពួកគេទាំងពីរធ្លាប់មានកូនជាមួយគ្នាទៀតផងតែនិមិត្តនៅបន្តទំនាក់ទំនងជាមួយលីនដាព្រោះមិនចង់បាត់បង់មុខជំនួញរបស់គ្រួសារប៉ុណ្ណោះភ្លេចខ្លួនពេលវេលាបានដើរទៅជិត1ឆ្នាំទៅហើយពេលនេះលីនដានិងគ្រួសាររបស់នាងបានរៀបចំផែនការដើម្បីបំផ្លាញចម្ការរបស់លោកប្រាថ្នាចោលព្រោះពួកគេគិតថាបើសិនជាគេធ្វើរឿងនេះបានសម្រេចនោះពួកគេអាចឆ្លៀតឱកាសក្នុងការដណ្ដើមផលប្រយោជន៍និងគ្រប់គ្រងចំការលោកប្រាថ្នាទាំងមូលតែម្ដងនៅសល់ពេលមិនប៉ុន្មានផងការម្លិះនៅក្នុងចំការត្រូវប្រមូលផលហើយម្យ៉ាងទៀតនិមិត្តទៅតែស្វែងរកដៃគូជំនួញក្រៅប្រទេសបានថ្មីផងនោះម្នាក់កំពុងតែយកចិត្តទុកដាក់ជាមួយនឹងផ្កាដើម្បីផ្គត់ផ្គង់ឲ្យគ្រប់ដល់អតិថិជនផងដែរដូចនេះគ្រប់គ្នាបានបំភ្លេចរឿងរបស់លីនដានិងគ្រួសាររបស់នាងទៀតផងព្រោះគ្មានអ្នកណាម្នាក់គិតដឹងទេថាពួកគេកំពុងតែរៀបចំផែនការដើម្បីកម្ចាត់គ្រួសារនេះចោលឡើយយប់នេះគ្រប់គ្នាកំពុងតែអង្គុយពិសាអាហារពេលល្ងាចបណ្ដើរនិយាយគ្នាលេងបណ្ដើរព្រោះលោកប្រាថ្នានិងលោកស្រីកល្យាណចាប់ផ្ដើមពេញចិត្តជាមួយសុជាតានិងមានបំណងចង់ឲ្យនិមិត្តរៀបការជាមួយនាងក្រមុំទៀតផងប៉ុន្តែសុជាតានាងប្រកែកព្រោះនាងគិតថាគ្រួសាររបស់នាងតូចទាបណាស់មិនសមជាមួយនឹងនិមិត្តនោះទេចំណែកនិមិត្តវិញគេតែងតែលួចមើលមុខនាងក្រមុំជាញឹកញាប់ថែមទាំងលួចញញឹមទៀតផងព្រោះតាំងពីសុជាតាចូលមករស់នៅក្នុងផ្ទះនេះអ្នកបម្រើក្នុងផ្ទះប៉ានិងម៉ាក់របស់គេហាក់មានសេចក្តីសុខខ្លាំងហើយគ្រួសារមួយនេះចាប់ផ្ដើមមានជីវិតឡើងវិញបន្ទាប់ពីមានបញ្ហាអស់រយៈពេលយ៉ាងយូរមកនេះព្រឹកស្អែកកម្មករទាំងអស់ត្រូវប្រមូលផលផ្កាហើយប៉ុន្តែគ្មានអ្នកណាម្នាក់ដឹងទេថានឹងមានរឿងអ្វីកើតឡើងនៅយប់នេះគ្រប់គ្នាកំពុងតែសប្បាយចិត្តព្រោះនៅពេលដែលពួកគេប្រមូលផលផ្កាម្លិះនៅលើកនេះរួចគឺនិមិត្តនិងសុជាតាត្រូវរៀបការជាមួយគ្នាហើយបន្ទាប់ពីទំនាក់ទំនងជាមួយចាស់រួចនិមិត្តនិងសុជាតាបានយល់ស្របចំពោះរឿងនេះដែរព្រោះពួកគេបានចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយគ្នាជាយូរមកហើយចំណែកលោកប្រាថ្នានិងភរិយាក៏ពេញចិត្តនឹងសុជាតាផងដែរឪពុកម្ដាយរបស់សុជាតាក៏មិនជំទាស់អ្វីដែរហើយថែមទាំងត្រេកអរចំពោះកូនទៀតផងដំណឹងនេះបានលើទៅដល់លីនដានិងគ្រួសារដូចនេះហើយធ្វើឲ្យគ្រួសារមួយនោះកាន់តែមានកំហឹងលើសដើមទៅទៀតលីនដាក្តៅក្រហាយណាស់រួចនិយាយលោកប៉ាកូនឮថាបងនិមិត្តចិត្តរៀបការជាមួយកញ្ចេះគេម្នាក់នោះហើយលោកប៉ាជាមួយកូនវិញសុទ្ធតែមានមូលហេតុនេះមូលហេតុនោះប៉ុន្តែឥឡូវត្រូវដងត្រូវផ្លែជាមួយកញ្ចេះគេទៅវិញក្តៅណាស់ខ្ញុំឪពុកលីនដាតបមិនអីទេកូនបើវាចូលចិត្តរសជាតិអ្នកបំរើជាងកូនស្រីដែលមានតម្លៃជាងកៅភ្នែករបស់ប៉ានោះឲ្យវាយកចោះប៉ុន្តែមុនពេលពួកវារៀបការនោះប៉ាក៏មិនឲ្យគ្រួសារវាមានសេចក្តីសុខដែរប៉ានឹងធ្វើឲ្យពួកវាដឹងថាវាលែងខុសមនុស្សហើយបងប្រុសលីនដាសួរតើយើងគួរតែផ្ដល់មេរៀនឲ្យពួកវាយ៉ាងម៉េចទៅលោកប៉ាឪពុកលីនដាសើចចុងមាត់រួចបន្តនិយាយយប់នេះប៉ាគិតថាជាពេលវេលាស័ក្តិសមហើយសម្រាប់ពួកយើងព្រោះព្រឹកនេះពួកវានឹងចាប់ផ្ដើមប្រមូលផលផ្កាហើយបើវាគ្មានផ្កាឲ្យទៅអតិថិជនទេនោះប៉ិតណាគេឈ្មោះពួកវានឹងត្រូវរលាយហើយពួកវាត្រូវសងថ្លៃខូចខាតពេលវេលាហើយថែមទាំងបាត់បង់នៅទំនុកចិត្តពីដៃគូសហការរបស់វាទៀតផងហើយអ្វីដែលសំខាន់ពួកវាត្រូវខូចខាតដើមផ្ការបស់ពួកវាតែម្ដង
ដូចនេះចាប់ពីពេលនេះទៅពួកវាលែងមានផ្កានិងលែងមានអ្នកជឿទុកចិត្តលើពួកវាទៀតហើយពួកវាត្រៀមតែខ្សែធនទៅព្រោះត្រូវចំណាយទុនច្រើនលើការរៀបចំសារជាថ្មីនិងសងសំណងឲ្យទៅអតិថិជនទៀតផងលីនដាសើចរួចនិយាយអញ្ចឹងលោកស្រីអ្នកជំងឺនោះមិនបាច់ឈឺច្រើនទៀតទេព្រោះគាត់អាចនឹងរន្ធត់ចិត្តរហូតដាច់ខ្យល់តែម្ដងទាំង3នាក់សើចឡើងព្រមគ្នាហើយប៉ារបស់លីនដាបានបញ្ជាកូនចៅឲ្យរួចជាស្រេចថាយប់នេះនៅពាក់កណ្ដាលយប់ត្រូវប្រមូលគ្នាដើម្បីទៅដុតចំការលោកប្រាថ្នាចោលតែម្ដងហើយពួកគេបានកាត់ផ្ដាច់ប្រព័ន្ធទឹកដែលតភ្ជាប់ក្នុងការស្រោចផ្កាទាំងអស់នោះចោលដើម្បីការពារកុំឲ្យកម្មករក្នុងចំការបានប្រភពទឹកក្នុងការពន្លត់ភ្លើងនៅយប់នេះទៀតផងដើម្បីកុំឲ្យមានការសង្ស័យគឺពួកគេបានបន្លំខ្លួនធ្វើជាកម្មករថ្មីដើម្បីត្រៀមបេះផ្កានៅព្រឹកនេះឆ្លៀតពេលគ្មានអ្នកចាប់អារម្មណ៍ពួកគេបានធ្វើសកម្មភាពហើយរួចរាល់ត្រៀមតែពាក់កណ្ដាលយប់គឺគេនឹងដុតយកតែម្ដងយប់នេះជាយប់ព្រះច័ន្ទពេញបរមីកម្មករទាំងអស់អ្នកខ្លះនៅតែញញើតដដែលព្រោះគ្រប់គ្នាសុទ្ធតែធ្លាប់បានឃើញនៅរឿងចម្លែកផ្សេងពីគ្នាអ្នកខ្លះនិយាយថាបានឃើញមនុស្សស្រីម្នាក់អង្គុយយល់តងលេងនៅក្បែរចំការនៅជិតមាត់ស្ទឹងនាពាក់កណ្ដាលយប់ក៏មានហើយអ្នកខ្លះថាឮសំឡេងល្វើយស្រដៀងទៅនឹងមនុស្សកំពុងតែជជែកគ្នាពីនេះពីនោះអត់ឈប់ប៉ុន្តែពេលពួកកម្មករទាំងនោះដើរតាមសំឡេងនោះទៅឃើញថាគ្មាននរណាម្នាក់សោះហើយគ្រប់គ្នាមិនសូវបានចាញ់យាមចំការនៅពេលយប់ប៉ុន្មានទេជាពិសេសយប់ពេញបរមីនេះតែម្ដងគ្រួសាររបស់លោកប្រាថ្នារួមទាំងកម្មករទាំងអស់មិនបានដឹងទេថាយប់នេះពួកគេនឹងជួបរឿងដែលគួរឲ្យខ្លាចជាងខ្មោចលងទៅទៀតនោះគឺការដុតបំផ្លាញចំការរបស់ប៉ពួកលីនដានិងឪពុករបស់នាងនៅផ្ទះរបស់លោកប្រាថ្នាឃើញថាគ្រប់គ្នាកំពុងពិសាអាហារយ៉ាងឆ្ងាញ់ពិសាហើយបន្ទាប់ពីពិសាអាហារពេលល្ងាចរួចសុជាតានិងលោកស្រីកល្យានរួមទាំងអ៊ំស្រីចាស់ដែលត្រូវជាអ្នកនៅបម្រើនិងមើលថែលោកប្រាថ្នា2ទៅ3នាក់ទៀតកំពុងតែរៀបចំខ្ចប់កាដូដែលជាអំណោយវត្ថុអនុស្សាវរីយ៍ត្រៀមទុកជូនភ្ញៀវនៅក្នុងថ្ងៃមង្គលការរបស់និមិត្តនិងសុជាតាផងដែរនោះកំពុងតែនិយាយចំអន់និមិត្តថាអ្នកប្រុសតូចដែលយើងឃើញរត់លេងនៅថ្ងៃមុនសោះថ្ងៃនេះមានប្រពន្ធបាត់ទៅហើយនិមិត្តសើចតិចរួចបន្តនិយាយមកពីខ្ញុំមិនទាន់បានជួបមនុស្សល្អប៉ុន្តែពេលនេះខ្ញុំជួបហើយអ៊ំយ៉ែមឮហើយនិយាយឡើងថាសំណាងយ៉ែមហើយដែលអ្នកប្រុសមិនយកអ្នកនាងលីនដាធ្វើជាចៅហ្វាយរបស់យ៉ែមកុំអីខ្ញុំប្រហែលជាគ្មានក្តីសុខដូចពេលនេះទេអ្នកស្រីកល្យានបន្ថែមមែនហើយបើកុំតែមានកូនសុជាតាម្លេះម៉ាក់មិនបានល្អប្រសើរដូចនេះទេម៉ាក់អរគុណកូនហើយដែលខំមើលថែម៉ាក់រយៈពេល3ឆ្នាំជាងនេះសុជាតាសូមកូនជួយថែរក្សានិងផ្ដល់ស្នាមញញឹមឲ្យគ្រួសារមួយនេះបាននៅដូចពេលនេះផងចុះដោយលើគ្រប់គ្នាសរសើរបែបនេះសុជាតាហាក់ដូចជាអៀននិងមុខឡើងក្រហមរួចនិយាយលោកអ៊ំក៏មានប្រសាសន៍បែបនេះអីក្មួយមិនបានជួយអ្វីទេក្មួយទៅវិញទេដែលត្រូវអរគុណលោកអ៊ំព្រោះលោកអ៊ំបានផ្ដល់ក្តីស្រឡាញ់ឲ្យក្មួយបែបនេះក្មួយកក់ក្ដៅណាស់អ្នកស្រីកល្យានបន្តចិត្តដល់ថ្ងៃការហើយនៅហៅអ៊ំស្អីទៀតហៅម៉ាក់ទៅកូនព្រោះយើងសុទ្ធតែគ្រួសារតែមួយទេតាលោកប្រាថ្នាដែលនៅចិត្តនោះឮហើយក៏និយាយកាត់សុជាតាប៉ាប្រកល់និមិត្តឲ្យកូនហើយចាប់ពីពេលនេះទៅកូនត្រូវតែមើលថែគ្នាហើយរក្សាចំការរបស់យើងឲ្យល្អណាស់ប៉ាជឿថាកូនទាំងពីរអាចធ្វើបានគ្រប់គ្នាសើចឡើងរំពងពេញផ្ទះបន្ទាប់ពីខ្ចប់កាដូរួចហើយគ្រប់គ្នាក៏បំបែកគ្នាទៅសម្រាកប្រណិចនាឡិកាបង្ហាញថាម៉ោង 11:20 នាទីទៅហើយប៉ុន្តែនិមិត្តនិងសុជាតាមិនទាន់សម្រាកនៅឡើយព្រោះពួកគេនៅនិយាយពីនេះពីនោះអត់ឈប់សុជាតាសួរទៅនិមិត្តបងនិមិត្តហេតុអ្វីទៅបងស្រឡាញ់ស្រីដែលមានតែសម្បកខ្លួនបែបនេះទៅវិញនិមិត្តតបតាំងពីដើមមកបងមិនដែលស្រឡាញ់អ្នកណាដោយសារទ្រព្យសម្បត្តិនោះទេហើយអូនគឺជាមនុស្សល្អស្រឡាញ់បងនិងគ្រួសារបងចេញពីចិត្តពិតមិនមែនព្រោះតែទ្រព្យសម្បត្តិបងនោះទេសុជាតាតបចុះតារាល់ថ្ងៃនេះបងបំភ្លេចអ្នកនាងលីនដាបានហើយឬនៅឬក៏បងគ្រាន់តែស្រឡាញ់អូនដើម្បីបំភ្លេចគេតើមែនដែរទេនិមិត្តតបបងគ្រាន់តែចាត់ទុកលីនដាដូចជាប្អូនស្រីប៉ុណ្ណោះបើបងស្រឡាញ់លីនដាមែនបងមិនពន្យាពេលរៀបការជាមួយនាងម្ដងហើយម្ដង
ងទៀតបែបនេះនោះទេនេះអូនមិនជឿចិត្តរបស់បងទេមែនទេនិមិត្តបន្តបងទទួលស្គាល់ថាបងធ្លាប់សាកល្បងស្រឡាញ់លីនដាដែលប៉ុន្តែបេះដូងរបស់បងវាមិនព្រមទទួលយកសោះហើយដែលបងបន្តទំនាក់ទំនងជាមួយលីនដាព្រោះបងមិនចង់ឲ្យគ្រួសារបាក់មុខព្រោះចាស់បាននិយាយគ្នាហើយប៉ុន្តែពេលនេះវាគ្មានអ្វីគិតច្រើនទៀតនោះទេព្រោះអ្វីវាបានកន្លងផុតទៅហើយអ្វីដែលបងសង្ឃឹមនោះគឺពេលនេះបងចង់ដឹងពីចិត្តអូនថាតើអូនអាចជឿជាក់លើរូបបងដែរឬទេសុជាតាតបអូនជឿជាក់លើរូបបងហើយក៏សង្ឃឹមថាបងនឹងថែរក្សាក្តីស្រឡាញ់មួយនេះឲ្យស្ថិតស្ថេរជានិរន្តរ៍ផងទៅចោះសម្លឹងមើលមុខគ្នារួចញញឹមសុជាតាក្រឡេកមើលនាឡិកាដែលព្យួរនៅលើជញ្ជាំងឃើញថាម៉ោង 12:30 នាទីទៅហើយសុជាតាលាន់មាត់យីនិយាយតែមួយផ្លែតសោះម៉ោង 12 ទៅហើយបងនិមិត្តបានប្រាប់សុជាតាថាអូនល្មមចូលគេងហើយសុជាតាតបចាបងក៏អញ្ចឹងដែរព្រោះព្រឹកនេះយើងត្រូវប្រញាប់ទៅចំការដើម្បីប្រមូលផលផ្កាផងខ្លាចមិនទាន់ណាបងនិមិត្តទាំងពីរនាក់ហាក់មិនអស់អាឡ័យពីគ្នាហើយមិនចង់បែកពីគ្នាសោះរួចនិមិត្តបានចាប់ដៃរបស់សុជាតាទាញនាងយកមកអោបហើយថាបថ្ងាសរបស់នាងរួចនិយាយសុបិនល្អប្រពន្ធសម្លាញ់ភ្លាមនោះនិមិត្តស្រែកយាយព្រោះត្រូវនាងក្រមុំមួលពេញមួយទំហឹងរួចនិយាយឡើងថាប្រពន្ធអីយើងមិនទាន់រៀបការនៅឡើយទេហេតុអ្វីទៅថាបកូនក្រមុំគេបែបនេះឬមួយបងជាព្រានារីមែនទេនិមិត្តសើចរួចនិយាយពធនៅសល់តែ2អាទិត្យទៀតយើងរៀបការហើយហេតុអីបងហៅមិនបានចាំមើលតែដល់ថ្ងៃហ្នឹងចាប់ថាបឲ្យអស់ចិត្តម្ដងនាងមិននិយាយអ្វីបានត្រឹមតែសម្លក់មុខអនាគតប្តីយ៉ាងពេញទំហឹងរួចក៏ដើរទៅបន្ទប់របស់នាងមិនទាន់ឈានជើងចេញផងទាំងពីរអ្នកស្រឡាំងកាំងជាខ្លាំងគឺពួកគេភ្ញាក់ផ្អើលនឹងហេតុការណ៍ដែលពួកគេបានឃើញនៅចំពោះមុខគឺភ្លើងកំពុងតែឆាបឆេះក្នុងចំការផ្កាយ៉ាងសន្ធោសន្ធៅហើយឮសំឡេងកម្មករស្រែកប្រហឹងអើងកងដោយភាពភ័យខ្លាចសំឡេងនេះបានធ្វើឲ្យឮដល់លោកប្រាថ្នាលោកស្រីកល្យាណនិងអ្នកបម្រើផ្សេងទៀតនៅក្នុងផ្ទះងើបមកមើលហេតុការណ៍នេះដោយការតក់ស្លុតភ្លាមនោះស្រាប់តែមានកម្មករម្នាក់រត់មកយ៉ាងត្រហេបត្រហបហើយនិយាយថាលោកម្ចាស់ចំការផ្ការបស់យើងមានអ្នកលួចដុតហើយទៀនម្ចាស់និមិត្តស្រែកឡើងលោកអ៊ំឆាប់ទៅបើកទឹកដើម្បីឲ្យពន្លត់ភ្លើងនោះជាបន្ទាន់បើមិនដូច្នោះទេការយើងច្បាស់ជាងាប់អស់ជាមិនខានឡើយគ្មានប្រយោជន៍ទេអ្នកប្រុសព្រោះអ្នកដែលលួចដុតនោះគឺវាបានកាត់ផ្ដាច់ឧបករណ៍ផ្គត់ផ្គង់ទឹករបស់យើងអស់ទៅហើយអ្នកប្រុសលោកស្រីកល្យាណស្លុតស្មារតីទន់ជង្គង់ចង់ដួលតែលោកប្រាថ្នាបានទៅភរិយាហើយនិយាយប៉ានៅមើលម៉ាក់នៅទីនេះសុជាតានិងនិមិត្តកូនប្រញាប់ទៅចំការយើងភ្លាមទៅកូននៅចំការវិញសុជាតានិមិត្តរួមទាំងកម្មករនាំគ្នារត់ចុះសំដៅទៅចំការផ្កាម្លិះជាបន្ទាន់ទៅដល់ចំការផ្កាប៉ុន្តែវាមិនទាន់ឆេះទាំងអស់នៅឡើយពួកកម្មករកំពុងតែជញ្ជូនទឹកស្ទឹងដើម្បីពន្លត់ភ្លើងប៉ុន្តែដោយហេតុទឹកស្ទឹងនៅឆ្ងាយពីចំការគួសមទើបធ្វើឲ្យកម្មករពិបាកម្យ៉ាងទៀតទឹកដែលកម្មករជញ្ជូនមកនោះគឺមានបរិមាណតិចតួចពុំអាចទល់ជាមួយនឹងអណ្ដាតភ្លើងដែលកំពុងតែឆាបឆេះនេះបានឡើយដោយអស់សង្ឃឹមគ្រប់គ្នាបានព្រមតែឈរមើលអណ្ដាតភ្លើងដែលកំពុងតែលេបប្របាក់ចំការទាំងអស់សង្ឃឹមប៉ុន្តែរឿងដែលនឹកស្មានមិនដល់ក៏បានកើតឡើងនៅក្រោមពន្លឺព្រះច័ន្ទពេញបរមីពិតណាស់វាភ្លឺចិញ្ចាចហើយមានផ្កាយរះដេដាស់នៅពេញមេឃប៉ុន្តែនៅសុកស្រាប់តែមេឃបែរជាលែងមានពន្លឺព្រះច័ន្ទនិងផ្កាយទៀតហើយជំនួសមកវិញនៅពពកខ្មៅខ្មួលខ្មាញ់លាយឡំជាមួយខ្យល់ផ្គររន្ទះនិងដំណក់ទឹកភ្លៀងយ៉ាងខ្លាំងមិនដល់10នាទីផងអណ្ដាតភ្លើងបានរលត់អស់ហើយមេឃនៅតែបន្តភ្លៀងនិងខ្យល់បក់បោកយ៉ាងខ្លាំងរហូតចាក់ភ្នែកពុំធ្លុះសោះសុជាតាបានក្រឡេកឃើញមនុស្សស្រីម្នាក់នៅឈរឆ្ងាយពីនាងសម្លឹងមើលមុខនាងរួចញញឹមតែមិននិយាយអ្វីទាំងអស់ហើយក៏ដើរចេញទៅយ៉ាងស្ងៀមស្ងាត់សុជាតាខំដើរយ៉ាងលឿនដើម្បីទៅរកមនុស្សស្រីម្នាក់នោះប៉ុន្តែដោយមេឃភ្លៀងខ្លាំងពេកហើយយប់ងងឹតទៀតនោះទើបធ្វើឲ្យនាងរកមនុស្សស្រីម្នាក់នោះពុំឃើញសោះសំឡេងកម្មករនាំគ្នាសើចឡើងដោយក្តីរំភើបរួចបន្តនិយាយមនុស្សល្អទេវតាតាមថែរក្សាមែននិមិត្តនិយាយកាត់ខ្ញុំអរគុណពុកម៉ែបងប្អូនហើយសម្រាប់យប់នេះហើយខ្ញុំសូមឲ្យពុកម៉ែបងប្អូនប្រមូលផលផ្កាម្លិះនៅព្រឹកនេះឲ្យទាន់ពេលវេលាផងចោះត្បិតឯការបស់យើងមិនដឹងថាវាខូចខាតប៉ុណ្ណា
នោះទេបើថ្ងៃស្អែកយើងមិនមានផ្កាសម្រាប់បេះជញ្ជូនឲ្យអតិថិជនទេនោះចំការរបស់យើងនឹងត្រូវខូចកេរ្តិ៍ឈ្មោះអស់ហើយម្យ៉ាងទៀតយើងនឹងប្រឈមនៅការជាប់បំណុលរាប់លានទៀតផងគ្រប់គ្នាមានទឹកមុខស្រពោនហើយអ្នកខ្លះទៀតយំរហេមរហាមទៀតផងសុជាតាខំនិយាយបន្លប់ទាំងខ្លួននាងតែភ្នែកកំពុងតែហូរចុះមកបន្តមិនអីទេលោកអ៊ំលោកពូអ្នកមីងពេលនេះមេឃកំពុងតែភ្លៀងខ្លាំងដូច្នេះយើងមិនអាចដឹងទេថាតើយើងអាចនៅសល់ការប៉ុន្មានដើម្បីបេះនោះទេហើយគ្រាន់តែមេឃភ្លៀងប៉ុណ្ណឹងយើងក៏មានសង្ឃឹមហើយព្រោះដើមផ្ការបស់យើងនៅរស់ទោះបីជាស្អែកយើងគ្មានផ្កាបេះដើម្បីលក់ចាញ់តែយើងនឹងធ្វើវាឲ្យល្អបំផុតយប់នេះលោកប្រាថ្នាអ្នកស្រីកល្យាននិមិត្តសុជាតានិងកម្មករទាំងអស់គ្មានអ្នកណាម្នាក់បានសម្រាកឡើយព្រោះគ្រប់គ្នានៅរងចាំបន់ឲ្យតែមេឃភ្លឺនិងនាំគ្នាចេញទៅមើលចំការណាមួយមេឃចេះតែបន្តភ្លៀងឥតឈប់បន្ទាប់ពីមេឃឈប់ភ្លៀងឃើញថាម៉ោង 7:06 ទៅហើយបើយើងមើលទៅនាឡិកាដែលមាននៅក្នុងរោងដាក់ការទាំងចៅហ្វាយនិងកូនចៅនាំគ្នាម្នីចេញទៅមើលផ្កាភ្លៀងអ្វីដែលពួកគេនឹកស្មានមិនដល់នោះគឺមានរឿងចម្លែកកើតឡើងគឺផ្កានៅក្នុងចំការឆេះអស់តែមួយចំនួនតូចប៉ុណ្ណោះបើគិតពីបរិមាណគឺមិនស្មើនឹង 1% នៃចំការផងគ្រប់គ្នាភ្ញាក់ផ្អើលហើយទឹកមុខម្នាក់ញញឹមបិទមាត់មិនចិត្តនោះទេសុជាតាសប្បាយចិត្តពេកលោតទៅអោបនិមិត្តដោយមិនដឹងខ្លួននិមិត្តសើចហើយថែមទាំងនិយាយថាលើកនេះបងមិនបានខ្សែលើអូនទេណាសុជាតាភ្ញាក់ព្រឺតហើយថែមទាំងអៀននិយាយអ្វីមិនចេញរួចក៏ដេញនិមិត្តនៅញញឹមដល់ណាទៀតប្រញាប់យកកន្ត្រកមកទៅបេះផ្កាទៅប្រយ័ត្នយកទៅឲ្យគេមិនទាន់តាមការកំណត់ទៅនិមិត្តតបបាទលោកជំទាវកម្មករនៅក្នុងចំការនាំគ្នាហូរឡើងបញ្ជាក់ថាសប្បាយចិត្តហើយលាយឡំនឹងការចំអន់លេងឲ្យទៅនិមិត្តផងដែរពេលដែលកូនចៅរបស់ឪពុកលីនដាបានរាយការណ៍ថាចំការលោកប្រាថ្នាមិនបានឆេះអស់តាមអ្វីដែលលោកបានរៀបចំទេនោះធ្វើឲ្យពួកគេមានកំហឹងលើសដើមហើយចាប់ផ្ដើមរៀបចំផែនការថ្មីគឺលើកនេះពួកគេចង់សម្លាប់លោកស្រីកល្យាននិងសុជាតាចោលតែម្ដងព្រោះទាំងពីរនាក់នេះហើយគឺជាមេបញ្ហារាំងស្ទះដល់ផែនការយកទ្រព្យសម្បត្តិរបស់ពួកគេលីនដានិយាយលោកប៉ាបើយើងធ្វើរឿងនេះមិនបានជោគជ័យតើយើងត្រូវធ្វើយ៉ាងម៉េចទៅតើពួកយើងអាចជាប់គុកមែនទេលោកប៉ារបស់លីនដាតបហេតុអ្វីទៅកូនគិតថាប៉ាធ្វើរឿងនេះមិនបានសម្រេចលើកនេះពួកវារួចខ្លួនព្រោះតែចៃដន្យមានមេឃភ្លៀងប៉ុណ្ណោះតែម្ដងនេះប៉ានិងបងប្រុសរបស់ឯងជឿជាក់ថាវានឹងដូចកាលពី13ឆ្នាំមុននោះអីគ្រប់គ្នាសើចឡើងហើយបងប្រុសលីនដានិយាយតើធ្វើម៉េចទៅអាចចាប់យាយកញ្ចាស់ឈឺមិនចេះជានោះបានទៅលោកប៉ារបស់គេសើចរួចនិយាយកាលពីលើកមុនយើងចាប់កូនវាបាននៅពេលដែលវាកំពុងតែមានកម្មវិធីខួបកំណើតមនុស្សរញ៉េរញ៉ៃហើយពួកវាមិនបានការពារខ្លួនទើបយើងអាចធ្វើរឿងនេះបានហើយលើកនេះវិញឱកាសក៏កំពុងតែនៅខាងយើងដែរព្រោះពីអតីតពួកវារៀបចំកម្មវិធីទៀតហើយកូនភ្លេចហើយមែនទេពេលនោះយើងនឹងរៀបតាមល្បិចចាស់របស់យើងចាប់យកពួកវាទៅព្យួរកទាំងពីរនាក់តែម្ដងទៅពួកគេរួមទាំងបពពួកហូរឡើងបញ្ជាក់ពីជ័យជំនះរបស់ពួកគេហើយត្រៀមខ្លួនដើម្បីធ្វើនៅរឿងដែលសាហាវបំផុតដូចជាពេលដែលពួកគេធ្លាប់ធ្វើពីមុនទៅលើនិមលផងដែរចម្ងល់100សំណួរកំពុងតែចាក់ដោតនៅក្នុងខួរក្បាលថាតើចំការនោះមានអាចកំបាំងអ្វីសំខាន់ម្ល៉េះទៅគ្រួសារមួយនេះសុកចិត្តលះបង់សពគ្រប់បែបយ៉ាងសូម្បីតែធ្វើខុសច្បាប់ក៏ហ៊ានតើចំការនោះមានលក្ខនៅអាចកំបាំងអ្វីសំខាន់មែនទេចម្លើយនៃសំណួរនេះនឹងត្រូវលាតត្រដាងនៅក្នុងពេលឆាប់ខាងមុខនេះចំណែកឯនៅផ្ទះរបស់លោកប្រាថ្នាវិញបន្ទាប់ពីឆេះចំការគ្រប់គ្នាកំពុងតែស៊ើបរកអ្នកដែលដុតនៅយប់នោះហើយឃើញថាបានបាត់កម្មករថ្មីចំនួន6នាក់និមិត្តកំពុងតែតាមដានរឿងនេះបន្តព្រោះមិនមែនជារឿងតូចតាចនោះទេប៉ុន្តែយ៉ាងណាមិញគ្រប់គ្នាក៏សប្បាយចិត្តព្រោះចំការរបស់លោកប្រាថ្នាខូចខាតតែបន្តិចបន្តួចប៉ុណ្ណោះហើយគ្រប់គ្នាឆ្ងល់ថានៅយប់នោះភ្លើងឆេះកំទេចចំការទាំងមូលតែម្ដងទោះបីជាមានភ្លៀងធ្លាក់យ៉ាងណាក៏ពួកគេគិតថាដើមផ្កាមិនអាចទប់ទល់ជាមួយអណ្ដាតភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅនោះបានដែរទេប៉ុន្តែហេតុអ្វីទើបចំការទាំងមូលនៅល្អដូចដើមបែបនេះទៅវិញយ៉ាងណាមិញ
ចម្ងល់មួយនេះនៅមិនទាន់មានចម្លើយនោះទេត្បិតថាគ្រប់គ្នាកំពុងតែរវល់រៀបចំរឿងរៀបផ្ទះនិងដីនៅជុំវិញផ្ទះឲ្យល្អព្រោះចិត្តដល់ពេលរៀបមង្គលការរបស់និមិត្តនិងសុជាតិតាហើយពួកគេនឹងរៀបការនៅផ្ទះរបស់លោកប្រាថ្នាតែម្ដងព្រោះផ្ទះរបស់សុជាតិតានៅឆ្ងាយហើយថែមទាំងនៅជិតជើងភ្នំទៀតដូច្នេះទើបពិបាករៀបចំឪពុកម្ដាយរបស់សុជាតិតាបានអនុញ្ញាតឲ្យលោកប្រាថ្នារៀបចំមង្គលការកូនទាំងពីរនៅផ្ទះរបស់លោកតែម្ដងព្រឹកនេះបន្ទាប់ពីមាន់រងាវរួចឃើញថាយើងបានឮសំឡេងភ្លេងការរបស់និមិត្តនិងសុជាតិតាហើយព្រឹកនេះកូនកំលោះរបស់យើងញញឹមបិទមាត់មិនជិតសោះប្រហែលជារំភើបព្រោះបានប្រពន្ធក្មេងស្អាតហើយមើលទៅសុជាតិតាក្នុងសម្លៀកបំពាក់ជាកូនក្រមុំមើលទៅស្អាតប្លែកណាស់ព្រោះនាងមិនដែលតែងមុខតែងមាត់បែបនេះទេធ្វើឲ្យនាងស្អាតណាស់មើលទៅដូចជាព្រះនាងអញ្ចឹងហើយបើយើងមើលទៅអ្នកកំដររបស់នាងវិញឃើញថាមានវត្តមានរបស់អានីផងដែរហើយអានីវិញពេលដែលនាងបានតែងខ្លួនជាអ្នកកំដរទៅឃើញថាស្អាតមើលសឹងតែមិនស្គាល់ទៅហើយចំណែកអ្នកកំដរខាងកូនកំលោះឃើញថាគឺមានវត្តមានពិសិដ្ឋមកចូលរួមដូចគ្នាហើយបើមើលទៅពិសិដ្ឋគឺលួចសម្លឹងមើលតែមុខអានីមិនដាក់ភ្នែកសោះសំឡេងជូនពររបស់លោកមេបាទាំងសងខាងបានបន្លឺឡើងនៅពេលសម័យខ្លួនទាំងពីរកំពុងតែក្រាបផ្ទឹមនិងកំពុងតែคล้ายទៅជាប្តីប្រពន្ធស្របច្បាប់នោះលោកអ៊ំលោកពូអ្នកមីងកំពុងតែមានស្នាមញញឹមគ្រប់គ្នាបន្ទាប់ពីចប់កម្មវិធីផ្ទឹមពេលនេះគឺភ្ញៀវជាច្រើនកំពុងតែចូលរួមក្នុងកម្មវិធីនេះហើយពេលនេះម៉ោងប្រហែល 8 យប់ទៅហើយសុជាតិតានៅក្នុងបន្ទប់កូនក្រមុំរៀបចំខ្លួនដើម្បីចេញមកទទួលភ្ញៀវនៅសុកស្រាប់តែសុជាតិតានាងបាននិយាយថាសុំទោសបងខ្ញុំឈឺពោះណាស់សុំទៅបន្ទប់ទឹកមួយផ្លែតនិយាយចប់នាងបានដើរសម្ដៅទៅបន្ទប់ទឹករំពេចនោះស្រាប់តែនាងបានឃើញខ្សែដៃមួយនៅក្នុងបន្ទប់ទឹកហើយនាងបានចាំយ៉ាងច្បាស់ថាខ្សែដៃនោះគឺជាខ្សែដៃរបស់លោកស្រីកល្យាននាងបានហៅលោកដែរប៉ុន្តែគ្មានការឆ្លើយតបទាល់តែសោះបន្ទាប់មកនាងបានដើរទៅមើលជុំវិញនោះប៉ុន្តែគ្មានឃើញឬឮអ្វីសោះឡើយទើបនាងបំរុងចេញទៅវិញស្រាប់តែមានដៃមួយមកខ្ទប់មាត់នាងហើយមានទាំងកន្សែងដាក់ថ្នាំសណ្ដំទៀតផងមិនយូរប៉ុន្មានសុជាតិតាបានសន្លប់បាត់ស្មារតីហើយនៅពេលដែលនាងដឹងខ្លួនមកវិញឃើញថានាងកំពុងតែនៅក្នុងចំការផ្កាម្លិះចិត្តមាត់ស្ទឹងប៉ុន្តែដោយយប់ងងឹតខ្លាំងពេកទើបធ្វើឲ្យនាងមិនដឹងថានាងនៅជាមួយអ្នកណាខ្លះនោះទេហើយមេឃនៅពេលនេះធ្លាក់ខ្យល់និងមានផ្លេកបន្តលាយឡំជាមួយដែលធ្វើឲ្យនាងឃើញតាមរយៈពន្លឺនៃផ្លេចបន្ទោឃើញច្បាស់ថានាងនៅក្បែរភ្នោអាត់កំបាំងមួយដែលមានដាក់ឈ្មោះថានិមលនិងត្រូវជាប្អូនថ្លៃរបស់នាងសោះប៉ុន្តែនាងភ្ញាក់ផ្អើលជាខ្លាំងព្រោះនាងបានឃើញវត្តមានរបស់លីនដានៅទីនោះផងដែរសំឡេងរបស់លោកស្រីកល្យានបានដាស់ស្មារតីនាងក្រមុំសុជាតិតាភ្ញាក់ព្រឹត្តរួចពោលម៉ាក់លោកស្រីតបសុជាតិតានេះពួកឯងចាប់កូនរបស់យើងមកធ្វើអីទៅលីនដាតបមកពីយាយកញ្ចាស់ឯងនឹងលយពេកពេលនៅជាមួយយើងសុទ្ធតែឈឺរហូតពេលនៅជាមួយកញ្ចាស់គេវិញគ្មានឈឺសោះហើយថែមទាំងបានរៀបចំឲ្យវាធ្វើជាកូនប្រសារទៀតអញ្ចឹងកុំបន្ទោសយើងឲ្យសោះព្រោះមកពីយាយកញ្ចាស់ឯងខ្លួនឯងទេដែលជាអ្នកបង្ខំយើងបើយាយឯងព្រមឲ្យយើងធ្វើកូនប្រសារតាមសម្រួលម្លេះគ្មានរឿងវែងឆ្ងាយបែបនេះទេហើយនិមលក៏មិនចាំបាច់មកស្លាប់ទាំងវេទនាបែបនេះដែរលោកស្រីកល្យានតបនិមលតើពាក់ព័ន្ធអីជាមួយនិមលតើឯងបានធ្វើអ្វីដាក់កូនយើងមែនទេលោកស្រីតបទាំងកំហឹងនិងក្តីឈឺចាប់ប៉ុន្តែលីនដានិងប៉ាក់ពួករបស់នាងបែរជានាំគ្នាសើចហើយបងប្រុសរបស់លីនដានិយាយឡើងថាដំបងខ្ញុំមិនចង់ប្រាប់ដែរព្រោះឃើញលោកស្រីឈឺខ្ញុំខ្លាចលោកស្រីទ្រាំមិនបានហើយអាចប្រកាច់ស្លាប់តែពេលនេះប្អូនស្រីខ្ញុំមិនបានរៀបការជាមួយកូនយាយឯងទៀតទេអញ្ចឹងមុនពេលយាយឯងស្លាប់ខ្ញុំប្រាប់យកបនចោះថានិមលវាស្លាប់ដោយរបៀបណានិយាយហើយវានឹងប៉ាក់ពួកនាំគ្នាសើចឡើងរួចអាដនដែលជាចំណិតរបស់បងប្រុសលីនដានិយាយឡើងយប់នោះប
បើកុំតែវាស្លាប់មុនកុំអីខ្ញុំបានភ្លក់របស់ឆ្ងាញ់បាត់ទៅហើយចវាយដំបងខ្ញុំគិតថាមិនចង់ឲ្យវាស្លាប់ទេបើលីនដាមិនបានការជាមួយកូនរបស់យាយកញ្ចាស់ឯងទុកឲ្យខ្ញុំជាអ្នករៀបការជាមួយនិមលវិញប៉ុន្តែមកពីនិមលវាលែងរឹកពេកអញ្ចឹងហើយបានខ្ញុំគ្រាន់តែចង់ភ្លក់រសជាតិវាបន្តិចសោះហើយមិនចង់សម្លាប់វាទេតែវាធ្វើឲ្យខ្ញុំទ្រាំមិនបានប៉ុន្តែកូនរបស់យាយឯងរសជាតិឆ្ងាញ់ក្រាន់បើនិយាយដល់ត្រឹមនេះវាសើចឡើងហើយបន្តនិយាយកុំអីពួកអាដនបានភ្លក់រសជាតិវាដែរហើយប៉ុន្តែមកពីវាស្លាប់មុនពេលកូនចៅរបស់ខ្ញុំនាំគ្នាយកវាធ្វើប្រពន្ធនោះលោកស្រីកល្យានស្រែកឡើងដោយក្តីឈឺចាប់អាវុធអាចង្រៃហេតុអ្វីទៅធ្វើបែបនេះយើងខំស្រឡាញ់ឯងហេតុអ្វីទៅឯងធ្វើបែបនេះអាចង្រៃផាច់លីនដាផ្ទះកំភ្លៀងលោកស្រីកល្យានពេញមួយទំហឹងយាយកញ្ចាស់ឯងហ៊ាននិយាយពាក្យនេះជាមួយបងប្រុសយើងផងសុជាតិតាស្រែកលីនដានាងហ៊ានវាយម៉ាក់យើងផងនេះនាងមិនខ្លាចមានបាបកម្មទេមែនទេលីនដាសើចឡើងរួចបន្តនិយាយបាបកម្មហាបើបាបកម្មមានមែនខ្ញុំមិនបានឈរនៅនិយាយទីនេះទេហើយនាងកុំបារម្ភបន្តិចទៀតនាងនឹងបានទៅជួបគ្នាជាមួយនឹងនិមលហើយខ្ញុំប្រាប់នាងចោះថាពេលដែលនិមលវាចិត្តស្លាប់វាមានសភាពបែបណាវាខំអង្វរយើងថាឲ្យយើងទុកជីវិតឲ្យវាប៉ុន្តែមកពីវាមិនស្ដាប់តាមបងប្រុសរបស់យើងខ្លួនឯងទៅតើបងប្រុសរបស់យើងគ្រាន់តែចង់ភ្លក់រសជាតិវាបន្តិចសោះវាមិនព្រមទៅយើងនេះយកឡានមកឈុតសាច់វាម្ដងបន្តិចហើយនៅពេលដែលយើងឃើញវាស្រែកឈឺចាប់ម្ដងយើងពិតជាសប្បាយចិត្តណាស់សុជាតិតាស្រែកលីនដានាងឯងនឹងស្លាប់ដោយវេទនាលីនដាផ្ទះកំភ្លៀងសុជាតិតាពេញមួយទំហឹងបន្ទាប់មកនាងបន្តនិយាយនាងឯងមានសិទ្ធិអីនិយាយបែបនេះដាក់យើងនោះនាងឯងគឺជាមេបញ្ហារាំងស្ទះដល់ការរៀបការរបស់យើងនេះមិនទាន់ទាំងបានរករឿងនាងឯងផងនាងឯងចង់បានប្តីណាស់ល្អយប់នេះយើងនឹងឲ្យនាងមានប្តីម្ដង10នាក់តែម្ដងចាត់ទុកថាយើងធ្វើបុណ្យឲ្យនាងទៅចោះយ៉ាងហោចណាស់មុនពេលនាងឯងស្លាប់នាងឯងអាចស្គាល់រសជាតិប្តីម្ដង10នាក់ឯណោះនិយាយដល់ត្រឹមនេះក៏លេចវត្តមានរបស់ប៉ាលីនដាមកតែម្ដងរួចនិយាយលោកស្រីកល្យានយល់ថាប្តីនាងគឺជាមិត្តភក្តិរបស់ខ្ញុំចឹងហើយខ្ញុំទុកឱកាសឲ្យនាងជាលើកចុងក្រោយថាតើនាងយកហឹបមួយនោះទៅទុកនៅទីណាទៅហើយខ្សែកពិតប្រាកដមួយខ្សែទៀតនៅទីណាលោកស្រីកល្យានមិននិយាយអ្វីទាំងអស់បន្ទាប់មកលីនដានិយាយប៉ាតើយើងគួរតែចាត់ការពួកវាឲ្យហើយតែម្ដងទៅដឹងលោកប៉ាព្រោះកូនគិតថាបើពួកវាស្លាប់នោះអ្វីនឹងត្រូវបានបញ្ចប់ហើយកំហឹងរបស់ពួកយើងនឹងត្រូវបានរំសាយដូចគ្នាណាប៉ារបស់លីនដាតបកុំប្រញាប់ពេកកូនយើងត្រូវរងចាំយករបស់ល្អសិនហើយចាំសម្លាប់វាតាមក្រោយក៏វាមិនហួសពេលដែរណាកូននៅក្នុងពិធីមង្គលការពេលនេះគ្រប់គ្នាបានដឹងហើយថាសុជាតិតានិងលោកស្រីកល្យានបានបាត់ខ្លួននិមិត្តនិងលោកប្រាថ្នាមានការព្រួយបារម្ភជាខ្លាំងចំពោះសុវត្ថិភាពរបស់អ្នកទាំងពីរហើយនិមិត្តបានប្តឹងប៉ូលីសដើម្បីឲ្យតាមរកលោកស្រីកល្យាននិងសុជាតិតាតាមជំនាញរបស់ប៉ូលីសមិនយូរប៉ុន្មានក៏មានតម្រុយហើយតាមទៅដល់កន្លែងកើតហេតុប៉ូលីសនិងលោកប្រាថ្នានិមិត្តបានស្ដាប់ឮនៅរឿងដែលកើតឡើងទាំងប៉ុន្មានទាំងអស់ហើយបានសម្រុកចូលទៅចាប់គ្រួសាររបស់លីនដានិងបព្វពួករបស់នាងប៉ុន្តែពួកគេបានជួយតែលោកស្រីកល្យានប៉ុណ្ណោះហើយចំណែកសុជាតិតាត្រូវបងប្រុសរបស់លីនដាចាប់ធ្វើជាចំណាត់ខ្មាំងដើម្បីគេចចេញពីប៉ូលីសទៅមិនឆ្ងាយប៉ុន្មានពីចំការសុជាតិតាបានបំរាស់ខ្លួនគេចចេញប៉ុន្តែត្រូវដាវុធបងប្រុសរបស់លីនដាចាក់មួយកំបិតហូរឈាមពាសពេញខ្លួនតែម្ដងបន្ទាប់មកប៉ារបស់លីនដានិយាយថានាងជាកូនប្រសារផ្ទះនោះហើយលោកស្រីកល្យានស្រឡាញ់នាងទៀតនាងច្បាស់ជាដឹងហើយថាតើប្រអប់បុរាណមួយនោះនៅទីណាសុជាតិតាតបខ្ញុំមិនយល់ពីអ្វីដែលលោកនិយាយនោះទេប្រអប់បុរាណអីខ្ញុំមិនដែលឮហើយមិនដែលបានឃើញនោះទេកុហកនាងឆាប់ប្រាប់យើងភ្លាមមកថាតើប្រអប់នោះនៅទីណាសុជាតិតានៅតែបន្តនិយាយថាខ្ញុំមិនដឹងទេភ្លាមនោះនាងត្រូវប៉ារបស់លីនដាវាយពីដៃយ៉ាងពេញទំហឹងបណ្ដាលឲ្យសុជាតិតាសន្លប់បាត់មាត់ឈឹងតែម្ដងដាវុធបន្តនិយាយប៉ាបើនាងសន្លប់បាត់មាត់ឈឹងបែបនេះយើងយកវាទៅយ៉ាងម៉េចកើតទៅប៉ា
Linda ស្រែកទុកវាចោលនៅទីនេះហើយព្រោះបើយកវាទៅក៏គ្មានន័យដែរមើលទៅវាប្រហែលជាមិនរស់ទេពួកយើងប្រញាប់ទៅដើម្បីកុំឲ្យគេមកទាន់ភ្លាមនោះស្រាប់តែខ្យល់បក់មកពេញទំហឹងហើយមេឃក៏ចាប់ផ្ដើមធ្លាក់ភ្លៀងបណ្ដាហើយពេលនេះម៉ោងប្រហែលជា12យប់ទៅហើយមិនយូរប៉ុន្មាននិមិត្តនិងក្រុមប៉ូលីសក៏តាមចាប់ខ្លួនប៉ារបស់ Linda Dawood និង Linda បានដោយជោគជ័យប៉ុន្តែ Linda នាងបដិសេធមិនព្រមពាក់ព័ន្ធនឹងរឿងគ្រប់យ៉ាងហើយក៏មិនព្រមសហការជាមួយប៉ូលីសដែរគឺនាងបានចាក់សម្លាប់ខ្លួនឯងនៅនឹងកន្លែងហើយ Dawood និងប៉ារបស់គេត្រូវប៉ូលីសចាប់ខ្លួននិងកាត់ទោសទៅនឹងអំពើដែលគេបានធ្វើហើយមួយករណីទៀតគឺរឿងដែលគេបានធ្វើទៅលើនិមលគឺត្រូវជាប់គុកពេញមួយជីវិតតែម្ដងចំណែកសុជាតាត្រូវបាននិមិត្តនិងក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះហើយពេលនេះនាងបានរួចផុតពីសេចក្តីស្លាប់ហើយប៉ុន្តែនៅមិនទាន់ដឹងខ្លួននៅឡើយនិមិត្តបារម្ភពីប្រពន្ធរបស់គេណាស់គេនៅមើលថែរហូតមិនយូរប៉ុន្មានសុជាតាក៏បានដឹងខ្លួនហើយបានរៀបរាប់ប្រាប់ពីរឿងរ៉ាវដែលនាងបានយល់សប្តិប្រាប់ទៅនិមិត្តបន្ទាប់មកនិមិត្តបានប្រាប់ថាវាគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះប៉ុន្តែលោកស្រីកល្យាណនិយាយថាអន្តេកូនហឹបបុរាណនោះគឺមានពិតមែនប៉ុន្តែគ្មានអ្នកណាម្នាក់ដឹងទេថាតើហឹបនោះបើកបានដោយរបៀបណាព្រោះយើងទាំងអស់គ្នាព្យាយាមបើកហើយតែគ្មានអ្នកបើកបាននោះទេដោយសារតែហឹបនោះហើយទើបធ្វើឲ្យប៉ារបស់ Linda គុំគួនគ្រួសារយើងដល់ថ្នាក់នេះហើយបើគ្មានហឹបនោះទេនិមលក៏មិនត្រូវមកស្លាប់បែបនេះដែរគ្រប់គ្នាតែងយល់ថាហឹបនោះមានរបស់មានតម្លៃហើយហឹបនោះត្រូវការខ្សែករូបអណ្ដើកមាសនោះទើបអាចបើកបានប៉ុន្តែមិនមែនទេម៉ាក់និងប៉ាឯងបានព្យាយាមបើកហើយប៉ុន្តែគ្មានលទ្ធផលនោះទេនិមិត្តបន្តសួរចុះតើពេលនេះហឹបនោះនៅទីណាទៅម៉ាក់លោកស្រីកល្យាណតបម៉ាក់ក៏មិនដឹងដែរព្រោះនៅពេលដែលនិមលស្លាប់ហឹបនោះនៅឡើយសុកស្រាប់តែបាត់ខ្លួនម៉ាក់ស្មានថាអ្នកដែលសម្លាប់និមលជាអ្នកយកទៅតែពេលនេះទើបម៉ាក់ដឹងថាគ្រួសាររបស់ Linda គឺជាអ្នកសម្លាប់និមលសោះនិយាយបណ្ដាយំបណ្ដាតែអ្វីដែលនឹកស្មានមិនដល់នោះគឺសុជាតានិយាយថាអត់ទេម៉ាក់ព្រោះបើតាមយល់សប្តិកូនគិតថាហឹបនោះនៅជិតភ្នូររបស់និមលនៅឡើយទេហើយហឹបនោះគឺនៅក្បែរដើមផ្កាម្លិះដែលមានពណ៌ស្វាយខុសគេនោះណាម៉ាក់និមិត្តនិយាយថាតាំងពីបងមកចំការនេះបងមិនដែលឃើញដើមផ្កាម្លិះពណ៌ស្វាយអីទេរួចគ្រប់គ្នាគិតថាសុជាតានាងទៅតែងើបពីសន្លប់ចឹងហើយទៅនាងរវើរវាយបន្តិចតែមិនអីទេព្រោះពេលដែលនាងបានធូរគ្រប់គ្នានឹងទៅមើលថាតើរឿងនោះវាពិតដែរឬទេក្រោមការមើលថែនិងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យសុជាតាក៏បានធូរស្បើយហើយព្រឹកនេះនាងបានចេញពីមន្ទីរពេទ្យទៅវិញហើយមិនទាន់មកដល់ផ្ទះសម្រាប់ផងសុជាតាបានស្នើសុំនិមិត្តដើម្បីទៅចំការផ្កាមើលថាតើដូចអ្វីដែលនាងឃើញដែរឬទេគ្រប់គ្នាបើកភ្នែកធំហើយភ្ញាក់ផ្អើលនៅពេលឃើញអ្វីដែលនៅចំពោះមុខនោះគឺដើមផ្កាពណ៌ស្វាយគឺមានពិតមែនហើយបន្ទាប់ពីឲ្យកម្មករជីកដីនៅក្រោមដើមផ្កានោះឃើញថាបានជួបនឹងហឹបចំណាស់មួយពិតមែនហើយខ្សែកមាសរូបអណ្ដើកនោះគឺនៅជាប់ជាមួយហឹបនោះតែម្ដងលោកស្រីកល្យាណសួរទៅសុជាតាតើហេតុអ្វីទើបកូនអាចដឹងពីរឿងនេះសុជាតាបានរៀបរាប់រឿងទាំងអស់ប្រាប់ទៅគ្រប់គ្នាលោកស្រីកល្យាណស្ដាប់ឮភ្លាមគឺលោកស្រែកយំតែម្ដងរួចនិយាយថានិមលសុជាតាស្រឡំកាំងរួចនិយាយតើបងស្រីដែលខ្ញុំបានរៀបរាប់នោះគឺជានិមលរបស់ពួកយើងមែនទេម៉ាក់មិននិយាយអ្វីលោកបានត្រឹមតែងក់ក្បាលហើយបញ្ជាក់ថាពិតមែនបន្ទាប់ពីយកហឹបនោះមកវិញឃើញថាសុជាតាអាចបើកហឹបនោះបានធ្វើឲ្យមានការភ្ញាក់ផ្អើលកាន់តែច្រើនព្រោះគ្រប់គ្នាព្យាយាមបើកហឹបនេះយ៉ាងណាក៏បើកមិនបានសោះហើយពេលនេះសុជាតាបែរជាអាចបើកហឹបនោះបានទៅវិញហើយអ្វីដែលភ្ញាក់ផ្អើលលើសមុនទៀតនោះគឺនៅក្នុងហឹបនោះមានរូបចម្លាក់បុរាណមួយដែលធ្វើឡើងអំពីមាសសុទ្ធមានទំហំធំប៉ុនកូនក្មេងម្នាក់ទៅហើយអញ្ចឹងតើបានគ្រួសាររបស់ Linda ចង់បានហឹបនោះនិងចំការនេះខ្លាំងម្ល៉េះលោកប្រាថ្នាបានយករូបចម្
ម្លាក់នេះទៅរក្សាទុកនៅផ្ទះរបស់លោកនិងមើលថែបានយ៉ាងល្អមិនបើកថ្មិចបើកពេលវេលាដើរទៅមុខអស់រយៈពេល5 ខែទៅហើយព្រឹកនេះបន្ទាប់ពីភ្ញាក់ពីដំណេកសុជាតាបាននិយាយរឿងចម្លែកមួយប្រាប់ទៅនិមិត្តគឺនាងបានសុបិនឃើញនិមលហើយនៅក្នុងសុបិនសុជាតាបាននិយាយថានិមលបានមកលានាងហើយប្រាប់ថាយើងនឹងបានជួបគ្នាក្នុងពេលឆាប់ខាងមុខនេះវិញជាពុំខានហើយសុជាតាឆ្ងល់ណាស់ថាតើនឹងមានរឿងអ្វីកើតឡើងបន្តទៅទៀតគ្រួសាររបស់លោកប្រាថ្នារស់នៅយ៉ាងមានសេចក្តីសុខហើយមិនយូរប៉ុន្មានសុជាតានិងនិមិត្តបានបង្កើតកូនស្រីម្នាក់យ៉ាងគួរឲ្យស្រឡាញ់ហើយមិនតែប៉ុណ្ណោះគឺនាងតូចមានមុខមាត់ស្រដៀងទៅនឹងនិមលទៀតផងលោកស្រីកល្យានស្រឡាញ់នាងណាស់ហើយថែមទាំងបានដាក់ឈ្មោះឲ្យនាងថាសន្យាជំនួសឲ្យការរងចាំដែលនិមលបានផ្ដាំថានាងនឹងត្រឡប់មកវិញហើយពេលនេះគឺនាងត្រឡប់មកសារជាថ្មីម្ដងទៀតពិតមែនហើយនៅពេលនេះគឺនិមិត្តមានសំណប់ចិត្តម្ដងពីរនាក់ឯណោះពេលខឹងម្ដងមិនដឹងជាលួងមួយណាຕົកមួយណាទេហើយពួកគេរស់នៅយ៉ាងមានសុភមង្គលនិងពង្រីកអាជីវកម្មផ្ការបស់ពួកគេកាន់តែធំឡើងនិងល្បីសុះសាយតរៀងមកហើយរឿងនេះខ្ញុំសូមបញ្ចប់តែត្រឹមនេះហើយសូមអភ័យទោសនៅរាល់កំហុសខុសឆ្គងដែលកើតមានឡើងដោយអចេតនាខ្ញុំសង្ឃឹមថានឹងបានជួបជុំពុកម៉ែបងប្អូននៅរឿងថ្មីបន្តបន្ទាប់ទៀតក្នុងពេលឆាប់ខាងមុខនេះ